ជឿជំនឿសាសនាព្រោះសាសនានេះគឺជាការអប់រំផ្លូវចិត្តមនុស្សឲ្យល្អទេមិនមែនឲ្យអាក្រក់ប៉ុន្តែបើលះបង់សាសនានេះឲ្យផ្លូវចិត្តមនុស្សទៅជាអាក្រក់លែងខ្លាចបន់ខ្លាចបាបអត់មានសុខអត់មានសន្តិភាពទៀតទេណាត់ថេសន្តិបរាំងសុខខាងវាអត់មានសេចក្តីសុខឯណាជាងសេចក្តីស្ងប់នេះទេហើយសេចក្តីស្ងប់តតែស្ងប់ចេញពីខ្លួនចិត្តយើងម្នាក់ទៅបើខ្លួនចិត្តយើងមិនស្ងប់ទៅឲ្យអ្នកដទៃស្ងប់មិនកើតចិត្តយើងមនុស្សម្នាក់អាចស្ងប់រងាប់ទៅបានតតែយើងអប់រំចិត្តអ្វីជាគ្រឿងអប់រំចិត្តគឺពធជាថ្នាំព្យាបាលជំងឺផ្លូវចិត្តរីឯថ្នាំពេទ្យជាថ្នាំព្យាបាលជំងឺផ្លូវកាយសូម្បីតែពេទ្យអាមេរិកកាំងអាត្មាទៅសម្ដែងធម៌សូត្រធម៌តាមមន្ទីរពេទ្យក៏ពេទ្យសរសើរដែរពេទ្យថាថ្នាំពេទ្យនេះព្យាបាលបានតែផ្លូវកាយទេប៉ុន្តែផ្លូវចិត្តនេះអត់ព្យាបាលអត់បានទេតលយកធម៌ទៅបានព្យាបាលបានអ្នកខ្លះខូចចិត្តចងកសម្រាប់ខ្លួនលេបថ្នាំសម្រាប់ខ្លួនលោតទឹកសម្រាប់ខ្លួនហើយអ្នកខ្លះទៀតទៅធ្វើបាបគេបាញ់គេដុតផ្ទះគេដោយសារខូចចិត្តដោយសារជំងឺផ្លូវចិត្តម្ល៉េះហើយមនុស្សនេះអាចទៅបង្កមហន្តរាយក្នុងសង្គមបានអញ្ចឹងដើម្បីព្យាបាលផ្លូវចិត្តមួយនឹងតលតែមានធម៌អង្គលីមៀលសម្លាប់គេ999នាក់ដល់ហើយកាចសាហាវខូខើទីបំផុតយកធម៌ទៅព្យាបាលអង្គលីមៀលខ្លាចជាស្លូតមកវិញលែងសម្លាប់មនុស្សអាជាតែសត្រូវសម្លាប់ដល់ប្របីដាខ្លួនឯងយកទ្រព្យសម្បត្តិយករាជសម្បត្តិទៀតប៉ុន្តែទីបំផុតបានពធទៅព្យាបាលបានលែងកាចសាហាវបដាចាមានទុកដល់ខ្លួនខ្លាំងណាស់រហូតដល់កើតទៅជាវិកលចរិតលះបង់ខោអាវលះបង់អីអស់ប្រពន្ធអ្នកប្តីក៏ស្លាប់កូនក៏ស្លាប់ឪពុកក៏ស្លាប់ម្ដាយក៏ស្លាប់ភ្លើងឆេះផ្ទះអស់ទ្រព្យសម្បត្តិទៀតកើតទៅជាវិកលចរិតតលទៅយកធម៌នេះទៅព្យាបាលបានជាមានស្មារតីមកវិញដូច្នេះហើយពធនេះសម្រាប់ព្យាបាលផ្លូវចិត្តមនុស្សដ៏សំខាន់ខ្លាំងក្លាបំផុតដែលយើងគួរថែរក្សាអញ្ចឹងវាចេញមកពីខាងពុទ្ធសាសនាយើងនឹងឯងមនុស្សសពថ្ងៃទេសចរបើចូលមកស្រុកខ្មែររាប់ម៉ឺននាក់ណាញោមគឺមិនមែនមកមើលម៉លទំនើបផ្សារទំនើបផ្ទះថ្មីវិឡាថ្មីទេមកមើលតែវត្តអារាមប្រាសាទបុរាណចាស់នឹងឯងអញ្ចឹងវប្បធម៌សាសនានេះមានតាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងប្រទេសឥណ្ឌាគេដាក់ចូលឯកសារបេតិកភណ្ឌពិភពលោកបាន40ហ៎ញោមម្ល៉េះហើយមនុស្សដែលទៅឥណ្ឌាក៏គ្មានទៅរកមើលផ្ទះថ្មីទំនើបអីដែរទៅរកមើលតែកន្លែងវត្តអារាមស្នាមដានព្រះពីពុទ្ធពីដើមមកទេអញ្ចឹងហើយដើម្បីថែរក្សាវត្តនេះឲ្យគង់វង្សមានការរួបរวมគ្នាសាមគ្គីគ្នាកសាងអ្វីមួយនិយាយពីការសាមគ្គីគេថាសាមគ្គីជាកម្លាំងសាមគ្គីគឺរស់បែកបាក់សាមគ្គីស្លាប់អង្គវត្តថ្មរាប់តោនអត់មានម៉ាស៊ីនអត្រាតទៅស្ទូចទេសម័យនោះប៉ុន្តែមនុស្សធ្វើបានដោយសារកម្លាំងសាមគ្គីបើមិនមានសាមគ្គីប្រាសាទជាង1000នឹងធ្វើអត់បានទេហើយដុំថ្មទាំងអស់វាសាមគ្គីគ្នាបានវាចេញជារាងប្រាសាទបើដុំថ្មនឹងតែដើមគ្នាធ្វើកពូលទាំងអស់ថ្មនឹងអត់មានចេញជារាងប្រាសាទទេតតែមានតួនាទីអាខ្លះធ្វើកពូលអាខ្លះធ្វើតសអាខ្លះធ្វើអញ្ចឹងអាខ្លះធ្វើគ្រឹះចេញជារាងប្រាសាទហើយជាប់មាំហើយមនុស្សយើងអញ្ចឹងដែរបើតែដើមធ្វើតែមេតែដើមធ្វើតែប្រធានទាំងអស់ក៏បែកបាក់សាមគ្គីក៏អត់សក់ដែរតតែមានអ្នកខ្លះធ្វើមេអ្នកខ្លះធ្វើអ្នកគ្រប់គ្រងអ្នកខ្លះធ្វើសមាជិកអញ្ចឹងដែរដូច្នេះរូបមន្តនៃការសាមគ្គីនេះខ្លាំងបំផុតនាងម៉ាលិកាបានសួរប្រស្នាទៅព្រះពុទ្ធថាព្រះអង្គហើយការធ្វើបុណ្យអ្នកខ្លះធ្វើបុណ្យណាធ្វើបុណ្យអត់ហៅគេណាញោមអត់ហៅគេអត់ប្រាប់គេធ្វើតែម្នាក់ឯងអាងតែមានទ្រព្យអញ្ចឹងចម្លើយរបស់នាងនឹងមានន័យថាដល់កើតឡើងវាសបោតែទ្រព្យសម្បត្តិអត់សូវមានញាតិទេព្រោះអត់ចេះសាមគ្គីគេប៉ុន្តែបើយើងធ្វើបុណ្យប្រាប់គេឯងឲ្យច្រើនប៉ុន្តែខ្លួនឯងមិនបាច់ចេញទេបានតែអាកម្លាំងដើរប្រាប់គេនឹងបានហើយអានឹងដល់កើតឡើងសបោតែញាតិអត់សូវសបោទ្រព្យទេបើអញ្ចឹងចង់ឲ្យមានញាតិចង់ឲ្យមានកូនតលតែចេញលុយខ្លួនឯងផងហៅគេផងសាមគ្គីគ្នាអាសាមគ្គីនឹងហើយដែលគេហៅថាបុណ្យផ្កានោះពាក្យថាបុណ្យផ្កាពីដើមផ្កាមែនតែនឥឡូវពាក្យថាបុណ្យផ្កាគឺបុណ្យសាមគ្គីគ្នានឹងហ្មងអាត្មាសិក្សាពាក្យនឹងយូររកឃើញអត្ថន័យថ្មីគឺសាមគ្គីទេពីជំនាន់ព្រះគេថ្វាយផ្កាមែនតែនមាននៅក្នុងបត្រៃ3ដកភាគ72 73 74កម្ពីអបទាននិយាយពីប្រធេរៈដីកាប្រធេរីដីកាភិក្ខុសាមណេរជំនាន់នោះដែលលោកបានកើតតនព្រះមាននិស័យជួបជាមួយព្រះរហូតបានបួសសម្រេចធម៌ជាន់ខ្ពស់នៅពៀនអស់ហើយនោះលោកថាអានិសង្ឃមកពីដើមដំបូងមកថ្វាយផ្កាបានការដាក់ផ្កាថ្វាយហើយថ្វាយខ្លះថ្វាយផ្កាម្លិះខ្លះថ្វាយផ្កាឈូកហើយខ្លះទៀតធ្លាប់ដាក់ផ្កាម្លិះបូជាពពោតិព្រឹកបូជាពុទ្ធរូបសុទ្ធតែមានអានិសង្ឃហូរហែមករហូតដែលធ្វើឲ្យមនុស្សជ្រះថ្លាយកផ្កាជាគ្រឿងសក្ការៈបូជាទល់សពថ្ងៃនាយមាលាកាគេឲ្យយកផ្កាទៅថ្វាយព្រះបាទពំពិសាស្រាប់តែឃើញព្រះក៏ព្រាចផ្កាម្លិះមួយដៃថ្វាយទៅព្រះអង្គ
ស្រាប់តែផ្កានឹងវាមិនធ្លាក់ចុះវានៅហើកលឹងព្រះអង្គដូចមេឃុំគាត់ជ្រះថ្លាព្រឺរោមព្រឺស្បែកគាត់ព្រាចមួយដៃទៅទៀតព្រាចទៅផ្កានឹងមិនធ្លាក់នៅហើឆ្វែលជុំវិញព្រះអង្គប្រពន្ធឯណោះភ័យប្តីអញប្តីផ្ដាស់គេឲ្យយកផ្កាទៅថ្វាយស្ដេចឯងយកទៅថ្វាយព្រះជាមើលដឹងដល់ព្រះរាជាគេកាត់កហើយបើអញ្ចឹងអញកុំឲ្យជាប់ពាក់ព័ន្ធដើរប្រកាសគេលែងប្តីខ្ញុំលែងប្តីខ្ញុំដាច់ហើយខ្ញុំឯងប្តីខ្ញុំលែងគ្នាដាច់ម៉ាត់ដល់ពេលមានរឿងអីអត់ពាក់ព័ន្ធជាមួយទេដល់ដឹងដល់ស្ដេចក៏បាត់ពឹងពិសាលោកជ្រះថ្លាបន្ថែមឲ្យទ្រព្យសម្បត្តិលើកយោះកាន់តែខ្លាំងទៀតប្រពន្ធខកចិត្តទៅទេចឹងបានគេថាពុទ្ធបូជាមហាដេជោបូជាពុទ្ធមានដេជះគឺមានយោស័កតំណែងបូជាពធនាំឲ្យមានបញ្ញាតែមកបូជាមហាបញ្ញោបូជាពធនឹងខ្លាចជាអ្នកចេះដឹងនឹងខ្លាចជាអ្នកប្រាជ្ញសង្ឃបូជាមហាធនណាំងបូជាប្រសងបរិបូរដោយទ្រព្យធននឹងខ្លាចជាអ្នកមានទ្រព្យសម្បត្តិចឹងបូជាពុទ្ធមានឫទ្ធិអំណាចបូជាពធមានបញ្ញាបូជាប្រសងនឹងខ្លាចទៅជាអ្នកមានទ្រព្យសម្បត្តិបានជាគេនិយមបូជាផ្កាតាំងពីសម័យនោះមកស្រីម្នាក់គ្រាន់តែភ្ញាក់ពីដីឃើញអានងចេញផ្កាបេះយកទៅបូជាដល់ចែកដីគេតម្កល់ធាតុពុទ្ធមិនទាន់ទាំងដល់ផងនាងនឹងបានទៅកើតឋានសួគ៌ណាញោមណាស្លាប់ទៅគោជលស្លាប់ទៅកើតឋានសួគ៌ដោយអានិសង្សនៃការបូជាផ្កាប៉ុណ្ណោះម្ល៉េះហើយការបូជាផ្កាបានបុណ្យកុសលច្រើនមនុស្សក៏នាំគ្នាធ្វើពីសម័យដើមមកខ្មែរយើងពរាជាធ្វើនៅខែទឹកជិះតាមទូកទៅដកផ្កាផលិតផ្ការំចង់ស្បងកាច់ឈូកអីហែយកទៅវេប្រគេនប្រសង់ក្នុងវត្តណាមួយជាពិសេសវត្តលួងឯប្រជាជនខ្មែរយើងហើយស្រូវហើយអង្គធ្វើបន់ផ្កានៅខែប្រាំងអញ្ចឹងខែចែកភាសាអីហ្នឹងខែប្រគុណចែកនាំគ្នាធ្វើផ្កាហែទៅវេវត្តណាមួយហើយហែទៅហែផ្កាមែនតែនហ្នឹងឯងការពពជាតិវរីជាតិនៅអីប្រទេសនៅខេត្តបាត់ដំបងគេធ្វើបន់ផ្កាស្នោទៀតតែស្នោចេញផ្កាទៅគេមុនលោកយកទៅប្រគេនម្សៅទៅលោកហើយគេសុំម្សៅទៅវិញទៅជៀនដាក់ខ្លាញ់ជៀនទាញផ្កាស្នោមកជ្រលក់ហើយប្រឡែងទៅវិញឲ្យជាប់នឹងផ្កាស្នោហ្នឹងនិមន្តលោកទៅឆាន់ផ្កាស្នោមើលនាំគ្នាសោកសប្បាយចឹងហើយគេដល់បេះតកូនបេះតកេតផលិតដំចង់អីទៅស្លប្រគេនលោកឆាន់ហើយបានមុនលោកមកវត្តវិញគេនៅអមទូកប៉ុណ្ណាំងគ្នាបាច់ទឹកដាក់គ្នាដើម្បីចំណាំគ្នាទុកដល់ហើយទៅដឹងគ្នាការទៅហ្មងញោមមើលអាហ្នឹងមានរឿងរ៉ាវរឿងអ្នកបូជាផ្កាហែផ្ការហូតដោយសារវាបានបន់ច្រើនប៉ុន្តែគេនិយមចេះគេថាដាក់ថ្វាយព្រះហ្នឹងគេមិនយកផ្ការស់រយផ្កាសពូននេះគេយកផ្កាកពុំព្រោះគេប្រាថ្នាចង់បានប្តីហ្នឹងកំឡោះឬក៏ប្រពន្ធហ្នឹងកំមុំគេថាអញ្ចឹងណាញាតិញោមដែលស្គាល់តាជូជក់ដែរជួបគ្នាពីអង្កាលតាជូជក់បានប្រពន្ធនាងអមតតារីឯនាងអមតតាក្មេងលហកបានប្តីចាស់ចំណាស់ប្រហែលតាជូជក់ចាស់ជាងអាត្មាឆ្ងាយណាបើតាមកពីរៀបរាប់ប្រាប់មកនឹងថាឆ្អឹងជនីកលិចកលាក់ដោយកងទូកខ្វែភ្នែកលៀនថ្លែដូចភ្នែកក្តាមពុកមាត់សមសមាមដូចឬអាស័យកកូតអូសដីដូចកចាញ់ចេកចាស់សាច់ដុំធ្លាក់អាយិញអាយងដូចផ្លែអានងទុំស្ដាប់មើលទៅដូចយ៉ាប់មើលល្មងសម័យមិនចាញ់ទេញោមអើយហើយដល់ទៅពេលអញ្ចឹងប៉ុន្តែដល់បានប្រពន្ធកមុំស្អាតហើយនាងកមុំហ្នឹងដល់បានប្តីចាស់ចំណាស់ប្រហែលតាជូជក់គេថាមកពីអីថាជាតិមុនគេទៅថ្វាយផ្កាព្រះបច្ចេកពុទ្ធអីនាងអមតតាហ្នឹងមិនថ្វាយទេផ្កាល្អនាងថាព្រះហ្នឹងថ្វាយតែផ្កាកចាស់ហ្នឹងបានហើយចាំបាច់ទៅយកផ្កាល្អកពុំអីយកតែផ្កាកចាស់ហ្នឹងទៅថ្វាយបានហើយដូច្នេះស្រាប់តែដល់តែពេលស្លាប់ទៅកើតមកជាតិថ្មីបានប្តីមកគេបានប្តីកមុំកំឡោះឯនាងអមតតាបានប្តីចាស់ចំណាស់ប្រហែលតាជូជក់ហ្នឹងណាញោមណាញោមចង់បានចង់ដែរអត់ទេប្តីចាស់មិនជាបញ្ហាទេប៉ុន្តែចាស់ប្រហែលតាជូជក់វាចាស់ជ្រុលពេកបើយើងចាស់ល្មមមានតែអីណាញោមហើយដល់ទៅពេលតាជូជក់បែកពោះទៅពេលគេជប់លៀងនោះលេងនំបញ្ចុកអស់5កបៅនំបុកម្សៅអស់7តបបាយតណាប់ជ្រលក់ស្ករអស់ប្រមាណគោមថែមទៀតមានណាបែកពោះផោងដល់ស្លាប់ទៅនាងអមតតាបានប្តីក្រោយក្មេងគេសួរទៀតចុះឥឡូវមិនក៏នាងបានប្តីក្រោយក្មេងវិញម្ដងគេថាពីមុននោះពេលក្រោយនាងដូរចិត្តនាងថាអញធ្លាប់តែថ្វាយព្រះតែផ្កាកចាស់រហូតឥឡូវអញរកអាណាកពុំម្ដងដល់ចឹងទៅថ្វាយផ្កាកពុំបានជាតាជូជក់បែកពោះទៅនាងបានប្តីក្រោយកពុំវិញម្ដងណាញោមណាចឹងហើយបានគេនិយមថ្វាយផ្កានេះស្រាប់តែមានសម័យថ្ងៃមួយនៅប្រទេសសេរីលង្កាជំនាន់បតុមថែមានអគ្គមហេសីស្ដេចឈឺអត់ជាសោះពេទ្យណាក៏ព្យាបាលមិនជាចិត្តតែគេដឹងណែលោកនៅឯវត្តណាកើតជំងឺហ្នឹងឥឡូវលោកជាហើយបើអញ្ចឹងអាមាត្យទៅសួរលោកមើលគេប្រើថ្នាំរបៀបម៉េចដល់តែអាមាត្យមកសួរលោកសួរគ្នាលោកមើលដេកគុណអើយឈឺជំងឺបែបហ្នឹងប្រើថ្នាំម៉េចលោកថាអញ្ចេះដើមនេះមួយដើមនោះមួយដើមនេះមួយយកមកធ្វើថ្នាំដាំហូបទៅជា
អាម៉ាតលឺអញ្ចឹងមកធ្វើថ្នាំតាមនោះឲ្យអគ្គមហេសីស្ដេចនឹងសោយទៅជាមានកម្លាំងនាងនឹកអរគុណណាស់អញនឹងហែផ្កាយកទៅប្រគេនលោកប៉ុន្តែផ្កាលើកមុនយ៉ាងយូរមួយអាទិត្យពីរអាទិត្យចូលធុងសម្រាមហើយណាញោមណាផ្កាល្អប៉ុណ្ណឹងក៏ដោយមួយអាទិត្យពីរអាទិត្យចូលធុងសម្រាមហើយអញ្ចឹងនាងគិតថាអញចង់បានផ្កាលើកក្រោយនេះចង់ឲ្យបានផ្លែតែហ្មងចង់ឲ្យផ្កានឹងនៅបានយូរហើយមានប្រយោជន៍ចេញជាផ្លែធ្វើមិនចេះស្រាប់តែយកលុយមកច្នៃតែហ្មងញោមដាក់ច្នៃលុយធ្វើផ្កាហើយនាងដាក់ផ្កាលុយហើយផ្កាមែនតែនលាយគ្នាហើយមានទាំងចពោលោកនៅនឹងទៀតដាក់ចពោធ្វើប្រអប់អង្គុយតបតែងដោយដៃផ្ទាល់ធ្វើជាផ្កាហើយហែកក្រែងយកមកវេប្រគេនប្រសង់ហើយបានទូលប្រសង់ថាពពប្រពោជាងក្រោថាខ្ញុំកណាប្រគេនផ្កាទៅលោកម្ចាស់សូមលោកម្ចាស់ធ្វើការបូជាផ្កាលោកសម្លឹងមើលទៅផ្កាស្អីចេះមើលមិនយល់អូផ្កាសិតតលុយហើយអាចារ្យមកពិភាក្សាឥឡូវគេយកផ្កាមកថ្វាយមានទាំងចពោមានទាំងលុយមានទាំងផ្កាមែនតែនបានអាចារ្យថាព្រះអង្គពនាងឆ្លាតពនាងចង់ឲ្យផ្កានឹងចេញផ្លែអាផ្កាឆ្នៃពីលុយផងផ្កាហិរញ្ញវត្ថុហើយអាផ្កាដាក់ផ្កាស្រស់លាយទៀតអានឹងផ្កាពុព្វជាតិវរីជាតិអញ្ចឹងនាងធ្វើឲ្យផ្កានឹងចេញផ្លែអ្ហ្មងទៅឲ្យយើងយករបស់នឹងមកកសាងជានេះជានោះទៅពេលគេប្រើប្រាស់របស់នឹងនាងបានបុណ្យរហូតដូចបានផ្លែអញ្ចឹងអូពនាងឆ្លាតអញ្ចឹងអាចារ្យកសាងរូបព្រះមួយទៅសល់ប្រមាណយកទៅកសាងសមិទ្ធផលក្នុងវត្តនឹងនរណាមកថ្វាយអង្គមព្រះរបស់ពនាងបានបុណ្យនរណាប្រើប្រាស់របស់ពនាងបានបុណ្យបានជាចាប់ពីពេលនោះមកអាផ្កានឹងคล้ายមកជាផ្កាហិរញ្ញវត្ថុដែលយើងហៅថាផ្កាប្រាក់ទល់ដល់សពថ្ងៃហ្នឹងប៉ុន្តែបើយកមកតែមកគ្រួសារក៏ដូចជាវាមិនគ្រាន់ដែរណាញោមណាអញ្ចឹងបានមកច្រើនដើមច្រើនគ្រួសារបានអាត្មាថាផ្កាហ្នឹងវាជានិមិត្តរូបសាមគ្គីពីព្រោះពាក្យដែលហៅថាសាមគ្គីបានត្រង់តែនេះនៅខាងស្រុកអាត្មាពេលគេត្បាញកទេលបានច្រើនគេហាយយកទៅដាក់តាមវត្តគេដាក់ចំណងជើងប៉ុនថាប៉ុនផ្កាកទេលមានវត្តណានោះមួយអត់ចានឆ្នាំងគ្រប់គ្រាន់គេទិញចានឆ្នាំងនិងស្លាបព្រាយកទៅវេប្រគេនព្រះសង្ឃគេដាក់ថាប៉ុនផ្កាចានប៉ុនផ្កាឆ្នាំងមានកន្លែងបើកសាលាបល័យខ្វះអង្គគេនាំគ្នារៃអង្គទៅប្រគេនលោកពលលោកច្រើនអង្គគេដាក់ចំណងជើងប៉ុនផ្កាអង្គកន្លែងខ្លះគេរៃស្រូវកសាងខែជ្រត់សបោពេជ្រគេធ្វើប៉ុនមួយរៃយកទៅគេថាប៉ុនផ្កាស្រូវនៅខាងអរ៉ាល់គេសបោអស់គេហាយយកមកប្រគេនលោកខាងគៀនស្វាយបើកសាលាបល័យគេដាក់ប៉ុនផ្កាអស់យើងឧទាហរណ៍ទេណាញោមណាគ្មានអីសំខាន់ប៉ុណ្ណាក៏ដោយប៉ុន្តែអាស្អីគេមួយនឹងមកដេញរត់កាត់អង្គប្រជុំញោមអង្គុយក្នុងចំណោមនឹងដោយលោកទេហ្មងក៏ដោយតាស្អីគេមួយនឹងវាទាចាញ់ហើយទៅហើយរកប្រគុណតន់ក្បែរហ្នឹងហើយត្រឡប់មកវិញយកដៃខ្ទប់ច្រមុះលាន់អានេះវាខ្លាំងណាស់ព្រមស្គាល់ដេញមិនស្គាល់លោកមិនស្គាល់ប្រសក់ទេណាញោមអាហារចំណីអីឲ្យតែដាក់រៀងទាស់បន្តិចចេះតែឃ្លានចេះតែឆ្ងាញ់ទៅស្រាប់តែក្រោចមកសន្ធុះព្រះហើយរេវដេបាញ់គ្នាសិតតែអមរះឡើយទៅអាចាស់ចេញមិនទាន់អាថ្មីមកមុនឡើយបើដូច្នេះហើយសំខាន់ណាស់កន្លែងនេះដោះស្រាយបញ្ហាសំខាន់មានបុណ្យអីក្នុងវត្តនេះមកខំស្លៀកពាក់ស្អាតខំអីមកស្អាតចុះទៅពីឡានបត់ជើងតូចសិនអញ្ចឹងដូច្នេះអបគុណពីដើមអាចាស់គាត់និយាយលេងគាត់ថាគយគុណគេចេះតែមើលគេហៅគយគុណធម្មជាតិមើលធម្មជាតិគយគុណទេសភាពដល់តែអាកន្លែងសំខាន់ហ្នឹងគេអត់ឲ្យគយគុណទេគេត្រូវបាំងកុំឲ្យគយគុណបានវាទៅជាបងគុណបាំងកុំឲ្យគយគុណព្រោះតែជាបាំងគុណបាំងមិនឲ្យគយគុណឥឡូវជាបងគុណមានបុណ្យធំភាគច្រើនអត់ទាន់មានប្រគុណណាញោមបញ្ចុះសីមា2-3យប់2-3ថ្ងៃបុណ្យហើយសម្រាមរត់ឡានហើយមិនបាច់ដើរទេជុំវិញវត្តញោមអើយមិនដឹងជាមានតោនអត់ផ្ទុះពីសម័យណាមកទេឲ្យហែអាម៉ូតណាក៏មានដែរអាត្មាធ្លាប់បួស20ឆ្នាំជាងដើរបុណ្យបញ្ចុះសីមាហើយបុណ្យ2-3ថ្ងៃទៅមកជុំវិញវត្តគេបូជាក្លិនសម្បើមណាកុំដើរប្រហែសតែមិនឈ្ងោកក្រមទេស្បែកជើងឡើងឡានអង្គុយសង្ស័យដាក់គ្នាហើយតាមពិតជាប់ស្បែកជើងសោះញោមអើយដាក់ពីវាលពីកាលវាមិនមែនមកធ្វើបុណ្យបានបុណ្យនេះស្រួលវាបាបទៅទៀតយកអារបស់ស្មោកព្រុកមកបរិយាកន្លែងព្រះកន្លែងគេគោរពបូជាវាបាបទៅទៀតស្រួលវារាន់ខ្លាំងទៅបត់ជើងទៅដាក់ចិត្តដីគេបាបទៀតអញ្ចឹងហើយធ្វើប្រគុណនេះជួយមនុស្សបានច្រើនបុណ្យធំនៅវត្តពីសម័យមុនមានលោកតាមួយអង្គនោះលោករាន់លោកញោមហើយទៅណាទេអញទៅនេះមនុស្សទៅនោះមនុស្សធ្វើមុខជួអែមស្រាប់តែមានតាប្រសក់ម្នាក់គាត់យល់ហេតុការគាត់មើលលោកនេះតំណងត្រូវការនងហើយមើលឆ្វេងមើលស្ដាំទៅតាហ្នឹងគាត់ឆ្លាតគាត់ជីកដៅមួយប្រហែលជាត្រឹមជង្គង់អញ្ចឹងគាត់ជីកហើយទៅគាត់ដាំបកូល4ជ្រុងអញ្ចឹងទៅគាត់យកកម្មាកណាត់គាត់យកមករុំជុំវិញនឹងចុះឡើងទៅគាត់ទៅដល់លោកនឹងទេគុណមុនមកណែគុណមើលអីនេះអូយអាត្មាកំពុងរកអាហ្នឹង
ចូលភ្លុចញោមហើយនឹងថាលឺស្នូថាមិនខ្លះទេមកសន្ទុះចេញវិញធូអរគុណណាស់ញោមអើយអរគុណណាស់គ្រាន់តែប៉ុណ្ណេះណាអានិសង្សតានឹងរស់ស៊ីមានបានរហូតដល់ស្លាប់ទៅកើតឋានសួគ៌ចុះមកវិញបានជាមហាសេដ្ឋីហើយគេថាបានជាសេដ្ឋីដោយសារអីបានជាសេដ្ឋីដោយសារកសាងប្រគុណដោះស្រាយបញ្ហាប្រកេនប្រសំម្ដងនោះញោមមើលឃើញដែរអញ្ចឹងហើយចុះតម្រាំយើងធ្វើទៅមិនមែនតែមួយអង្គទេណាច្រើនអង្គណាញោមណាអាហ្នឹងបានជួយសម្រាលប្រសងហ្នឹងធ្វើឲ្យយើងកើតឡើងមកជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនពីអកលថែកើតមកតកូល2តកូលទ្រព្យសម្បត្តិខាងនេះផងខាងនោះផងមកពីជាតិមុនគាត់ជាងជួសជុលពហិគាត់មកជួសជុលពហិប្រកេនលោកអត់យកលុយស្រាប់តែយប់ហ្នឹងលោករត់ប្រឡងគ្នាមកវត្តលោកនេនហ្នឹងរត់ប្រឡងគ្នាខ្លះនៅក្នុងបន្ទប់ខ្លះនៅក្រៅគោះទ្វារចេញមកកណាចូលម្ដងអង្គខ្លះមកតាមក្រោយជាប់លេខរៀងមិនបានចូលទេហួសទៅខាងនេះហួសទៅខាងនោះដល់តែខ្លាចខ្មោចខ្លាំងឯគុណក៏អាចទៅចោលកណាចាំកណាផងអាម៉េចលោកមកវត្តហ្នឹងមិនដឹងឆាន់អីទាស់រៀកមកវត្តញោមមានរត់ប្រឡងគ្នាអីទេរត់ទៅដើមប្រគុណគ្នាដល់អង្គខ្លះទៅដើមបានប្រគុណរត់ហួសប្រគុណទៅដល់ខ្លាចខ្មោចចិត្តទៅហៅគ្នាទៅចាំកណាផងក៏មកទៅចោលចាំកណាផងក៏មកទៅចោលជាងពហិហ្នឹងគាត់ឃើញភិនភាកហ្នឹងមិនស្រួលទេលោកអញ្ចឹងអញដាក់ឆ្នាំប្រកេនលោកសិនធ្វើឆ្នាំប្រកេនលោកបានទៅលោកជាបាត់លែងបញ្ហាពោះទៅគាត់នឹងឯងរស់ស៊ីមានបានស្លាប់ទៅកើតឋានសួគ៌ដល់ចុះមកវិញបានមកកើតជាពាកលថែនោះដែលល្បីជាងគេមានអាយុ160ឆ្នាំញោមតាំងពីបួសហើយទៅនៅព្រៃ60ឆ្នាំអត់ដែលមានជំងឺអីម្ដងទេនេះដោយសារសម្រួលសេចក្តីស្ទុកបានជាគេប្រើពាក្យមួយអ្នកចូលប្រគុណគេថាទៅដោះទុកគាត់ណាញោមណាខ្លះថាទៅដោះទុកសัตว์មានន័យថាគាត់នឹងតែមិនដោះទុកឲ្យវាអត់បានទេណាញោមអញ្ចឹងការកសាងប្រគុណបានអានិសង្សមួយច្រើនណាស់មួយទៀតនិយាយពីញោមញាតបានឃើញប្រគុណម្ចាស់កសាងខ្លោងទ្វារកសាងឆ្លងខ្លោងទ្វារប្រៀបដូចជាមនុស្សនឹងទៅឈរហៅគេអញ្ចឹងប្រាប់គេអញ្ចឹងនេះវត្តអីក្តីនឹងដួលអញ្ចឹងណានេះវត្តនេះកន្លែងព្រះនេះកន្លែងទៅឋានសួគ៌នេះកន្លែងទៅនិព្វានកន្លែងធ្វើបុណ្យផ្ញើឲ្យម៉ែឪកន្លែងកសាងល្អកន្លែងសមាធិកន្លែងអប់រំចិត្តអញ្ចឹងដូចម្ចាស់នឹងទៅហៅគេមកអញ្ចឹងមានទេវតានៅថែអាសាខ្លោងទ្វារនឹងទៀតហើយម្យ៉ាងទៀតអ្នកកសាងខ្លោងទ្វារនឹងពាក្យថាខ្លោងនឹងប្រែថាមេពីដើមវាមុនសម័យអង្គរគេហៅខ្លោញគេអាចដែលហៅមេស្រុកមេឃុំដូចយើងនេះគេហៅខ្លោញស្រុកខ្លោញភូមិពីដើមខ្លោញស្រុកខ្លោញភូមិនៅក្នុងសាលាចរិតគេហៅខ្លោញស្រុកខ្លោញភូមិម្ល៉េះហើយខ្លោញនឹងคล้ายមកជាខ្លោងនឹងបានយើងហៅថាមេរហូតដល់ភ្ជាប់ថាមេខ្លោងអញ្ចឹងខ្លោងទ្វារគឺមេនៃទ្វារទាំងអស់មកវត្តចង់ចូលប្រគុណចង់ចូលកត់សាលាព្រះវិហារត្រូវឆ្លងទ្វារក្នុងមុនសិនបានគេហៅខ្លោងទ្វារម្ល៉េះហើយអ្នកខ្លះអូសត្រូវឆ្លោះជាមួយយាយនេះតានោះអញមិនកាន់អញស្អប់តាយាយនងអញមិនចូលចិត្តអញមិនព្រើរបស់គាត់ទេប៉ុន្តែដល់ចូលមកវត្តទៅសល់ក្រមខ្លោងទ្វារយាយនងដែរទៅសល់ក្រមខ្លោងទ្វារតានឹងអញ្ចឹងសត្រូវរបស់យើងប៉ុណ្ណាក៏ដោយតែមកចូលទៅសល់ក្រមខ្លោងទ្វារយើងហាក់ដូចជាចោះចាញ់យើងអស់ហើយណាញោមណាអញ្ចឹងកិច្ចបន្ផុតពីខ្លោងទ្វារយើងទេអញ្ចឹងខ្លោងទ្វារនេះប្រៀបដូចអ្នកម្ចាស់ប៉ុនឈរហៅគេបងប្អូនអើយផ្លូវទៅឋានសួគ៌ផ្លូវទៅប៉ុនផ្លូវនិព្វានផ្លូវឯណែមកអញ្ចឹងណាអញ្ចឹងបានប៉ុនរាប់ចូលជាសេនាសនៈបច្ច័យដែរឱកាសសេនាសនៈទាំងលបងទាំងខ្លោងទ្វារហើយប្រគុណម្ចាស់ហើយកសាងពុទ្ធស្ថានសម្រាប់ស្រង់ទឹកព្រះដោយព្រះពុទ្ធលោកបានដាក់ទុកអត់ពីព្រះអង្គទៅរបស់តំណាងព្រះអង្គប្រធាននឹងមួយបច្ចេកដីគ្រប់ទិសទីកន្លែងដែលព្រះអង្គប្រសូតត្រាស់ដឹងអីនឹងមួយពធរបស់ព្រះអង្គសម្ដែងនឹងហើយព្រមទាំងព្រះពុទ្ធរូបបដិមាបច្ចេកដីព្រះពុទ្ធរូបនឹងហើយនឹងចេតដីមានអូទេសកៈចេតដីដូចជាពពោធិព្រឹកជាដើមនេះជាតំណាងព្រះអង្គហើយដូច្នេះយើងកសាងព្រះពុទ្ធរូបតំណាងព្រះអង្គអ្នកណាទៅគោរពទៅបូជាទៅថ្វាយអង្គមទៅស្រោចទឹកទៅស្រោចថ្វាយសុគន្ធវរីដល់ព្រះអង្គមានបុណ្យមានអានិសង្សស្មើនឹងទៅស្រោចព្រះអង្គផ្ទាល់ដែររឿងនេះមានសម្ដែងក្នុងគម្ពីរបញ្ញាសជាដកញោមអានិសង្សស្រង់ព្រះហ្នឹងសម័យអង្គរណាប្រមាណខេត្តក្រុងហ្នឹងហែប្រថែព្រះពុទ្ធរូបទៅទាំងអស់ទៅស្រង់នៅអង្គរហើយមិនមែនជាឯកសារនិយាយរវើរវាយតាមគ្នាទេញោមមានអ្នកស្រាវជ្រាវម៉ាកុនលិននិងជាវតាខ្វាន់និងទូតចិនមកច្រើនណាស់ឯកសារជាវតាខ្វាន់រៀបរាប់ថាប្រមាណខេត្ត50ប្រមាណខេត្តទាំងអស់ចំណោះមួយខេត្តមានពុទ្ធរូបមួយអង្គមួយខេត្តមានពុទ្ធរូបមួយអង្គហើយអត់មានឡានទេសម័យនោះមានតែសេះនិងតម្រៃហែពុទ្ធរូបពីគ្រប់ខេត្តយកទៅធ្វើពិធីស្រង់ព្រះនៅអង្គរវត្តស្រង់ហើយបានទាំងហែពុទ្ធរូបនឹងចេញមកតាមខេត្តវិញជារៀងរាល់ឆ្នាំការស្រង់ព្រះនេះព្រះអង្គសម្ដែងប្រពនឹងអនាថបណ្ណកសេដ្ឋីរៀបចំទីកន្លែងស្រង់ព្រះនឹងបានបុណ្យបានអានិសង្សដូចស្រង់ព្រះអង្គផ្ទាល់អញ្ចឹងនាំឲ្យមានភាពត្រជាក់ត្រជុំអញ្ចឹងបានលោកកសាងនេះគឺជាតំណែលនៃពុទ្ធសាសនាសម្រាប់ញោមបានធ្វើបុណ្យហើយដល់ពេលយើងកសាងរូបសម្រាប់អនុស្សាវរីយ៍អ្នក
ជាគេហៅថាព្រឹទ្ធាចារ្យដូចជាអ្នកខ្លះកសាងរូបសម្ដេចជួនណាតអ្នកខ្លះកសាងរូបលោកតាងុយអ្នកខ្លះកសាងរូបអាបាទជ័យវរ្ម័នទី7ចាត់ទុកជាគំរូក្នុងការអប់រំមនុស្សចំនួនក្រោយឲ្យក្លាយជាអ្នកប្រាជ្ញឲ្យក្លាយជាអ្នកចេះដឹងយើងគោរពបុព្វបុរសរបស់យើងដែលបានបន្សល់ច្បាប់ទូលមានជាពិសេសតាងុយហ្នឹងភិរមភាសាអ៊ូហៅងុយហ្នឹងបានបញ្យល់ច្បាប់ទូលមានដល់មនុស្សជាតិច្រើនណាស់ប្រៀបដូចជាតួព្រះដែរប៉ុន្តែមិនដល់ព្រះទេគ្រាន់តែថាព្រះអង្គទូលមានមនុស្សទូទៅពេញពិភពលោកឯគាត់ហ្នឹងមិនក៏បានមកក្តាប់តូចមកជឿតាមគាត់ធ្វើបុណ្យធ្វើទានធ្វើល្អដែរញោមអានច្បាប់តាងុយមើលគាត់ដឹកអប់រំដូចព្រះចឹងមិនឲ្យយើងធ្វើបាបមិនឲ្យធ្វើសិលសំបីតែអ្នកស្រែអ្នកចំការណាតាងុយផ្ដាំថាបើខ្ចីកុំខ្ចីអានោះកុំខ្ចីអង្គលគេយកទៅធ្វើឲ្យសោះឲ្យខ្ចីលុយគេទិញវិញរលុយបានសងគេអង្គលបានយើងអានោះបានយើងអាខ្ចីរបស់គេមកតែបាក់បែកខូចទៅទិញអានោះថ្មីសងគេឯងអត់ដដែលមើលល្បិចសពបែបយ៉ាងពង្រៀនមនុស្សឲ្យចេះរស់ចេះធ្វើល្អចឹងហើយជាបុព្វបុរសដែលយើងគួរនឹកឃើញបានគេមានការកសាងទុកបច្ច័យក្រុងព្រាណសីកសាងតឹងតម្រៃទៀតញោមកសាងតម្រៃទុកនៅក្នុងក្រុងព្រាណសីដោយសារតម្រៃនឹងដឹងគុណម៉ែដឹងគុណឪញោមឲ្យម៉ែឪចាស់ឲ្យតម្រៃនឹងកាច់មែកឈើទៅបញ្ចុកដឹកម៉ែឪមកងូតទឹកលាងទឹកឲ្យចឹងហើយបច្ច័យក្រុងព្រាណសីថាមើលណែតម្រៃដឹងគុណម៉ែឪណាស់គ្រាន់បើជាងមនុស្សខ្លះមិនចេះដឹងគុណម៉ែឪចឹងហើយកសាងរូបតម្រៃដាក់កដាលក្រុងព្រាណសីឲ្យមនុស្សធ្វើបុណ្យរាល់ឆ្នាំចឹងបានជាយើងមានការកសាងរូបចម្លាក់ផ្សេងសុទ្ធតែមានអត្តន័យមកអញ្ចឹងថ្មីនេះនៅជប៉ុនកសាងរូបឆ្កែមួយនៅស្ថានីយ៍អាទេសភ្លើងដោយសារឆ្កែហ្នឹងអាម៉េចឆ្កែហ្នឹងជូនម្ចាស់ទៅធ្វើការព្រឹកឡើងអាទេសភ្លើងជូនទៅល្ងាចម៉ោង5ទៅអង្គុយចាំទទួលម្ចាស់មកវិញរាល់ថ្ងៃអញ្ចឹងដល់តែម្ចាស់ហ្នឹងកើតជំងឺស្លាប់បាត់ហើយអត់បានមកម៉ោង5ល្ងាចឆ្កែទៅអង្គុយចាំម្ចាស់ចាំមិនឃើញម្ចាស់មកចាំឯងទល់ល្ងាប់មកយប់ហើយមួយថ្ងៃទៀតអត់បាយអត់ទឹកអត់ទៅណាអង្គុយចាំម្ចាស់ចាំទល់ល្ងាប់ជប៉ុនកសាងរូបចម្លាក់ឆ្កែនៅកន្លែងហ្នឹងហ្មងថាវាមានភក្តីជាមួយម្ចាស់អញ្ចឹងជួនកាលការកសាងហ្នឹងក៏ជាការអប់រំមួយដែរដោយប្របាទជ័យវរ្ម័នទី7អីចឹងណាញោមលោកបានកសាងជាប្រាសាទជាអីមកទុកឲ្យយើងគោរពបូជាអញ្ចឹងយើងត្រូវតែស្គាល់បុព្វបុរសយើងហើយឥឡូវរឿងថ្មីដែលយើងត្រូវធ្វើមិនតែប៉ុណ្ណឹងទេបច្ច័យដែលបានមកយើងអាចយកទៅកសាងជាសមិទ្ធផលផ្សេងដែលលោកហៅថាអារាមរូបាវណ្ណរូបាយេជនេសេតុការកាបបញ្ចឧតបាណាញ្ចយេរតន្តេឧបសយ៉ាងទេសង្ឃទិវេចរតោចសតិបញ្ញាបវត្តតិធម្មថាសិលសម្បណ្ណោតេជនេសកទាមីណូដូចជាបនរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលណាដែលកសាងទី1រៀបចំទីធ្លាវត្តឲ្យមានជាសួនច្បារដាំឈើផ្កាតូចទី2ដាំដើមឈើធំម្នាក់រូបាឬថែអាសាដើមឈើព្រៃឈើហើយទី3យេជនេសេតុការកាធ្វើថ្នល់ធ្វើស្ពានសាលារៀនមន្ទីរពេទ្យចាក់សាបចាក់អីចឹងទៅចាញ់ថ្លៃទុកដយគេហើយមួយទៀតឧតបាណាញ្ចយកមករៀបចំធ្វើបន្ទប់ទឹកធ្វើអាងទឹកធ្វើពីងទឹកធ្វើដងធ្វើស្រះឲ្យគេប្រើប្រាស់ងូតទឹកហើយមួយទៀតឧបស័យអ្នកណាកសាងទីសំណាក់ឧបស័យមានកុដិមានសាលាមានព្រះវិហារកិច្ចការងារក្នុងវត្តទាំងអស់បានបុណ្យទាំងយប់បានបុណ្យទាំងថ្ងៃយើងនៅឯផ្ទះហើយនោះសោះប៉ុន្តែគេប្រើប្រាស់របស់យើងយប់យើងបានបុណ្យយប់គេប្រើថ្ងៃយើងបានបុណ្យថ្ងៃបានប្រពុតឆ្លើយតបពាក្យប្រអិនពាក្យសកទេវរាជពាក្យទេវតាថាអ្នកនេះហើយបរិបូរដោយធម៌ប្រកបដោយសិលនឹងទៅកើតស្ថានសួគ៌ហើយម្យ៉ាងទៀតបានបុណ្យយូរជាងគេវែងជាងគេព្រោះការកសាងសេនាសនៈផ្សេងហ្នឹងបានបុណ្យយូរជាងគេវែងជាងគេណាញោមណាចឹងបានយើងគួរឲ្យជ្រះថ្លាឯឆ្លងលោកអាចារ្យបានសន្ទរកថាបញ្ជាក់មកមិញហើយឆ្លងលងឆ្លងអីសពយ៉ាងអាត្មាគ្រាន់តែបញ្ជាក់ទៀតថាយើងឆ្លងបំពេញចេតនាទី3របស់យើងផងដែរដូចជាថាពពេវទានេសុមនោហតិមុននឹងធ្វើត្រេកអរមសាតត្វាតមនោតទាំងចិត្តតាំងភាសាទេកំពុងតែធ្វើជ្រះថ្លាមសាតត្វាតមនោហតិធ្វើរួចហើយយើងមកឆ្លងមកបំពេញបុណ្យកុំឲ្យស្ដាយក្រោយតែស្ដាយក្រោយដោយអពតកសេដ្ឋីមានទ្រព្យសម្បត្តិហើយអត់បានចាយវាយស្លាប់ចោលទ្រព្យអស់ទ្រព្យទៅលើកណ្ដាប់ដៃរត់បានព្រះអនន្តសួរព្រះអង្គថាហេតុអីបានអញ្ចឹងព្រះអង្គថាបានជាគាត់បានជាសេដ្ឋីពីមុនមកគាត់ឲ្យទៅយកបាយទៅដាក់ចង្ហាន់លោកមានព្រះបច្ចេកពុទ្ធព្រាមសិក្ខារៈសិក្ខីហើយដល់ពេលក្រោយមកទៀតគាត់ស្ដាយក្រោយគាត់ថាវាមិនគួរដាក់ចង្ហាន់លោកប្រគិនបាយប្រគិនអីទៅលោកឯពួកលោកអស់ហ្នឹងមិនដែលមកជួយស្ទូងជួយច្រូតអញទេនេះប្រគិនឲ្យកម្មករអញស៊ីវិញមានកម្លាំងធ្វើការអញពួកលោកនឹងមិនដែលមកជួយធ្វើការអញផងគាត់ស្ដាយក្រោយអញ្ចឹងហើយបានជាគាត់បានកើតជាសេដ្ឋីប៉ុន្តែអត់បានចាយទ្រព្យនឹងទេត្រូវតែស្លាប់ចោលទ្រព្យនឹងអញ្ចឹងញោមដែលប្រទេសអ្នកខ្លះធ្វើឡានហើយធ្វើផ្ទះថ្មីហើយស្លាប់ទិញឡានថ្មីហើយស្លាប់ឃើញទេចឹងអត់បានចាយទ្រព្យនឹងដោយសារធ្វើបន់ខ្វះអង្គទី3គឺស្ដាយក្រោយចឹងយើងមកឆ្លងបំពេញបន់បើឆ្លងរួចដូចជាអនន្តសេដ្ឋីដូចជាសុម្នាក់សេដ្ឋីគាត់កសាងគាត់ហើយចោលលួចកាប់ជើងគោគាត់ផងលួចដុតស្រូវលួចដុតផ្ទះលួចធ្វើបាបគាត់ទៀតគាត់អត់ក្រទេទីបំផុតចោលមកលួចដុតគាត់នឹងទៀតគាត់សោចឲ្យញឹមសបាយគាត់ថាអញឆ្លងរួចហើយអញអត់មានឆេះបនទេវាដុតឆេះតែគាត់ទេអត់ឆេះបនទេអញដល់តែពេលឆេះអស់ទៅអញធ្វើគាត់ថ្មីមួយទៀតអញបានបនផ្សេងទៀតនេះឆ្លងផុតឲ្យផុតពីអញផុតពីកំណាញ់ផុតពីមច្ចរយៈទៅជារបស់សង្ឃយើងបានបនហើយណាញោមណាឧត្តមដ្ឋានបតថាតិហេចិតារោរីឯឆ្លងមួយទៀតអនុគ្រោះដល់អ្នកមិនបានមកចូលពីមុនអង្កាលគេក
សាងស្អីរៀបរាប់មកនឹងទោះជាលបងខ្លងទ្វារបន្ទប់ទឹកឬចាក់សាបឬរូបនេះរូបនោះឬក៏ថាធ្វើជាព្រះធ្វើជាអីហ្នឹងយើងអត់បានចូលអាឡ័យកូវីដអាឡ័យគេដាក់ស្អីចាតាល័យសាអាឡ័យកូនឈឺអីអត់បានមកចូលស្រាប់តែដល់តែយើងមានលុយគេធ្វើឲ្យបាត់អញអត់ទាន់បានចូលគេផងឥឡូវគេឲ្យបាត់បើដូច្នេះមកចូលក្នុងថ្ងៃនេះឈ្មោះថាជាម្ចាស់របស់ទាំងនោះយើងមកចូលថ្ងៃហ្នឹងបានបនចំណែកនងដែរអញ្ចឹងញោមណាមិនទាន់បានចូលពីមុនមកចូលពេលនេះមកបានបនដែរហើយបើគេមិនទទួលទេមកតាក់តងអាត្មាចាំអាត្មាជួយអង្វរគេឲ្យណាញោមណាអាហ្នឹងគេអនុគ្រោះដល់អ្នកមិនបានចូលហើយមួយទៀតញ៉ាំងសាមគ្គីធម៌បើមានបនហ្នឹងគឺថាបានញោមញាតមកពីចិត្តឆ្ងាយមកជុំគ្នាសាសនាយើងរុងរឿងដូចសម្ដែងខាងដើមអញ្ចឹងដោយសារយើងសាមគ្គីឯមួយទៀតបនឆ្លងនេះគឺសពបនបញ្ចូលបន្ថែមបញ្ញញ្ជេពុរិសោកច្ចរាទេនាំងតាមចន្ទទាំងកច្ចរាតសកោបញ្ញសអុជយោលោកថាបើយើងធ្វើបនហើយគាត់បីញ៉ាំងចិត្តជ្រះថ្លាក្នុងបនហ្នឹងធ្វើបន្ថែមទៀតព្រោះបនហ្នឹងនឹងនាំយើងឲ្យបានសុខឲ្យបានចម្រើនរស់នៅបានយូរណាញោមណាអញ្ចឹងដូចយើងងូតទឹកហើយអញ្ចឹងមិនមែនថាងូតហើយមិនងូតទេស្អែកងូតទៀតខាងស្អែកងូតទៀតអញ្ចឹងបននេះធ្វើបនបន្ថែមបើយើងមិនមកឆ្លងទេនៅផ្ទះរៀងខ្លួនអត់ទាន់កើតបននេះដល់ល្មងថ្ងៃហ្នឹងស្ដាប់លោកទេសបានមកជ្រោចសមាទិសិលបានមកជ្រោចប្រគេនចាច់ចង្ហាន់លោកបានមកជ្រោចស្ដាប់លោកទេសនាបានមកជ្រោចនៅនមស្ការបានមកជ្រោចចម្រើនព្រះរតបានមកជ្រោចប្រគេនភេទជ្ជៈប្រសងបានមកជ្រោចតម្រាំទៅចប់មកកម្មវិធីនេះមិនដឹងបានបនប្រមាណជ្រោចថែមទៀតទេណាញោមអញ្ចឹងបន្ថែមបនហើយមួយទៀតចម្លងទ្របយើងទុកឲ្យហើយដូចនន្តយាឧបាសកមិនទាន់ស្លាប់ផងណាឆ្លងហ្នឹងគ្រាន់តែគាត់កសាងសាលាឲ្យគាត់ជ្រោចវេប្រគេនដាក់សង្ឃសម្បត្តិគាត់ផុសចាំមិនឋានសួគ៌រួចស្រេចអញ្ចឹងហើយដល់គាត់ស្លាប់ទៅកើតកន្លែងនងមែនហើយមនុស្សមិនទាន់ស្លាប់ទេប៉ុន្តែទ្របផុសចាំមុនគេថាចម្លងទ្របទុកឲ្យហើយអញ្ចឹងដល់ប្រពន្ធគាត់អត់ជ្រះថ្លាគាត់ស្លាប់ទៅបែកពីប្តីទៅកើតនរករីឯប្តីទៅឋានសួគ៌ដោយសារចម្លងទ្របទុកឲ្យហើយអ្នកខ្លះមកកើតជាមនុស្សកូនអាចឧត្តមលោកជំទាវណានោះគេកំពុងកសាងវិឡាធំនោះដល់ស្លាប់ទៅកើតកូនផ្ទះនងហើយណាញោមណាអាហ្នឹងយើងចម្លងទ្របយើងទុកហើយដល់ពេលអ្នកខ្លះអត់បានកើតកូនអុកញ៉ាងគេមានកូនអុកញ៉ាច់ទៅទៀតណាហើយម្យ៉ាងទៀតពិសេសទៀតយើងគ្រប់គ្រងស្រោចទឹកសគុណទេវរីថ្វាយប្រគេនដល់ព្រះប្រគុណម្ចាស់បច្ច័យអធិការដើម្បីឲ្យលោកคลายទៅជាអ្នកដឹកនាំគ្រប់គ្រងមានមេមានកោយបើសិនជាមិនមានមេមានកោយទេសាសនានេះនឹងបាត់បង់ពុទ្ធលោកថាអត់ពីព្រះអង្គទៅធម៌វិន័យទាំង 84000 បឋមខណ្ឌនេះនឹងជាគ្រូសូមឲ្យអ្នកគោរពបដិបត្តិទៅហើយគោរពអង្គណាជាថេរៈទៅស្ដាប់អង្គណាជាថេរៈជារៀមច្បងឥឡូវយើងចាត់ទុកថាយើងជាបងប្អូនបកើតជាមួយគ្នាលោកជាបងយើងព្រោះយើងកូនចៅព្រះណាញោមណាចឹងហើយបានលើកតម្កើងឲ្យលោកមានអភ័យឯកសិទ្ធិស្រោចសុគន្ធវារីឲ្យពេញស្របពេញច្បាប់តាមប្រពៃណីទំនៀមទម្លាប់មកដើម្បីលោកនឹងអាចមានសមត្ថភាពមានកម្លាំងចិត្តដឹកនាំសាសនាកសាងបុណ្យកុសលនៅកន្លែងយើងតទៅមុខទៀតដូច្នេះសូមប្រគុណម្ចាស់គ្រប់ព្រះអង្គជាពិសេសបច្ចារិកាមានបច្ចុប្បន្នវែងសុខភាពល្អដឹកនាំសាសនាសូមញោមញាតិពុទ្ធបរិស័ទទាំងអស់មានអាយុវែងសុខភាពល្អនៅធ្វើបុណ្យបន្តទៀតដើម្បីសប្បាយហើយសូមហាមកុំឲ្យទៅនរកទៅប្រែតដេរឆានណាញោមណាកើតមកជាមនុស្សទេផ្ដាលន់បើគេបបួលកុំឲ្យខានបើគេបានកុំឲ្យស្ដាយអាគេបបួលមកធ្វើបុណ្យលន់មិនមកទេចាំឆ្នាំក្រោយតន់ជើងនៅដើរបានមកឲ្យហើយមកគេលុយឆ្នាំក្រោយដើរលែងរួចវាមិនត្រឹមតែដើរលែងរួចទេគេលុយចូលមកឈូសបាត់ណាញោមណាបើអញ្ចឹងតន់នៅរស់នៅដើរធ្វើបុណ្យបានកុំពជាពេលអីឲ្យតែគេបបួលចិត្តតែមកគេមកធ្វើទៅតន់យើងនៅរស់អញ្ចឹងយើងនឹងបានសេចក្តីសុខចម្រុងចម្រើនសូមឧទ្ទិសថ្វាយបុណ្យកុសលដល់អតីតបច្ច័យអធិការវត្តគ្រប់ចំនួនសូមឲ្យទទួលឧទ្ទិសបុណ្យនេះជូនដល់អាចារ្យគណៈកម្មការវត្តគ្រប់ចំនួនអ្នកមានឧបការៈគុណចំពោះវត្តគ្រប់ចំនួនឧទ្ទិសកុសលផលបុណ្យដល់ដូនតាម៉ាកងចិត្តចែសោហាទីអ៊ីពេកៅរបស់យើងទាំងអស់គ្នាដែលស្លាប់បាក់បែកចែកឋានទៅសូមឲ្យបានបុណ្យកុសលនេះទទួលសោយសម្បត្តិទឹកសូមឧទ្ទិសដល់ទេវតាសូមទេវតាអនុមោទនាបុណ្យនេះផងនាំតំណែងទៅប្រាប់ដល់បុព្វការីជនទាំងនោះឲ្យទទួលផងឯចំណែកទេវតាអនុមោទនាបុណ្យឲ្យជួយថែអាសាប្រគុណម្ចាស់និងញោមញាតិពុទ្ធបរិស័ទឲ្យរស់នៅឲ្យបានយូរព្រោះមានប្រយោជន៍ដល់ជាតិដល់សាសនានិងដល់សង្គមខ្មែរព្រមទាំងមានប្រយោជន៍ដល់ក្មេងចំនួនក្រោយចឹងមនុស្សដែលមានប្រយោជន៍ចឹងសូមឲ្យទេវតាថែអាសារស់នៅឲ្យបានយូរអាយុវែងសុខភាពល្អទាំងអ្នកមកចូលចាប់មគ្គផលទាំងអ្នកមកលក់មកដូរជួយបោះសម្អាតវត្តផងជួយចូលចាប់មគ្គផលផងតែយើងអត់ជួយបោះយើងពង្រាយនាំតែបាបចឹងជួយបោះសម្អាតជួយអនាម័យផងជួយចាប់មគ្គផលផងទាំងសន្តិសុខសម្ដាប់ធ្នាប់ទាំងជើងចក្រានជើងឆ្នាំងចុកភៅចិត្តបន្លែផ្លែឈើទាំងអ្នកថតរូបអ្នកថតវីដេអូអ្នកបើកមីក្រូអ្នកតភ្លើងអ្នកតុបតែងអ្នកទិញរបស់របរអ្នកដែលជួយខ្នះខ្នែងគ្រប់បែបយ៉ាងជួយសរសេរជួយកាន់នេះកាន់នោះព្រមទាំងមានយានជំនិះដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសងសន្តិសុខសម្ដាប់ធ្នាប់អីយ៉ាងណានោះក៏សូមឲ្យបានសេចក្តីសុខចម្រើនទាំងអស់គ្នាបានចំណែកបុណ្យទាំងអស់គ្នាញោមញាតិប្រាថ្នាយ៉ាងណាឲ្យសម្រេចដោយសេចក្តីប្រាថ្នាការសម្ដែងសន្មតចប់អេវ៉ាំងយើងទៅតែព្រះវត្តប៉ុន្តែព្រះនៅឯផ្ទះនេះរស់ឲ្យជាងូអ្នកណាអ្នកថាព្រះពុទ្ធនឹងហើយនាងស្រីម្នាក់យកជ័យទៅថ្វាយព្រះពុទ្ធថានាងថ្វាយព្រះឲ្យផ្ទះហើយនៅនាងថាគ្មានព្រះបងផ្ទះខ្ញុំគ្មានព្រះទេពុទ្ធថាមានព្រះនៅផ្ទះហ្នឹងឲ្យយកជ័យទៅវិញថ្វាយព្រះនាងកាន់ជ័យដើរទឹកក្លឹកមកវែករកមើលកលៀតជាងកលៀតអីអស់ចុះព្រះនៅណាមិនក៏មិនឃើញរកចុះរកឡើងនិយាយពីម្ដាយ
khơi chơi cốn clean hay nhung score chơi chơi on mà nằm score là tham prap khơi chơi cốn clean chết mình hiền xong chết tầm lăng mơ mơ lên tập mò chạy trong bài viện yên với con đang tuần cò môi thì lẹ khía còn nước oi prớt đang tuần ông bàn anh nó bàn anh mong nơi nghiêm chỉ chiên tuần đây hà một xong kê cái lô bàn còn môi thì lẹ nắng oi mài mà con đang việc ai mai vô tay này bàn plate cả bàn anh bàn men bộ cloud đạp lốc ngành bảo quạt cái tên mà sinh bàn tầm núi sau là mán vô tới vọt tiệt bán này cha u trong rừng lực thả cồn class chưa bòn kháng vô mà hộp từng năng từ vọt va mai srei clean trong bàn na ploi xua cồn thả miền sau được tí rất lang clean ba nhọ của nhiều trai khơi sầm lò cái con chloi vâng can ta mình ban sau tí nhầm slo còn tay từ vọt thế bàn chơi nó cái slo tần tí cho nó từ vọt đây mai ở đây prap tha bữa con đua cana chạy class tới con người ta viêm tới Simon lốp bà mình nói hộp phải cái vụ bạp mà cũng riêng từ tiếp nó nhiều ọt ở đây chẳng hay ban chỉ niêng nâng anh do chơi từ thoại pre nơi vọt mình nâng bột xua thăm mạch tới mình khơi pre hay ọt cái bóng rõ hả lên nhé mình khơi pre hay phóng bột thở cho chơi mũi bát tới nè nâng vía bạ co thế ở mày hộp bà này bạn một bột thằng nâng hai mày nâng hai chỉ pre cả lão cung được không tia sầm rạp cồn cháu vừa ở pre nâng cái đại hai rosi ọt cầm nào thế bàn về khoa năng bàn lấy cái tăng khoa chừng e bàn cái chế đây khoa mộc sala bàn pi về ngay lúc nếu vay cái tên cho bốn năm ngay từ tên bàn có om bàn cái tên mà tiền đã tập rầy pi về ngay vay vay từng tiền bộ bằng ngầu tiền vừa ở pre nông pre cái đại hai rosi ọt cầm nào trên cái đại cái hai nè là cái sắp cái tao cruza nó áp miệng côn là khơi được to khơi được lúc khơi được vay đó mau bị ấy mau bị ở pre nông pre cái đại cái hai nông thoa ra lục sầm đại hay plei vì nè miền độc kỳ giang cả bị chùm bắn lư lục sâu đấy na plei vì nè miền độc kỳ pleiแต่côn na hiên chiên chương đào tới châu plei nâng vì nè plei nô lục thà miền plei môi thà côn prosray na miền trọp thuần thiên hai khuôn mình ban trên châm rẻ xa miệt đa bay đa đại cha chỉ đi hai đôi tay chia nòm áo ấy làm ai kì vì nia ban mình cất miệt đa bay đa nâng theo thế vì nia trọp cả rô chừng ngư chưa biết biên thế lẹ lôi thế lẹ vua thế lẹ xa mật phe cả cru tuôn nâng hai cái hai thằng vì nia cru thì dương thôi ai miệt đa bay đa đại cả hai ôi đây tên là na tụm nước bầm rong trong cái đao miệt đa bay đa nơi rùa còn chăm slap tới của thưa bon mà luôn nâng anh trong cua xa nâng chia từ miền thì cái đây sọc sờ bay con chơi tình mâu tô giặc lâu lan tình ban kẹt bay cái lai tha bị miền đây thli châu năm chung ban kịp bạc lan mà đo kẹt kia chụp chung lư từ sầm lên sau cả ai nè sọc nè phun kẹt nè cái thứ cua xa cái miền theo mông cô là nó miền theo mông cô là nó ở trong sọc hẹ miền cô là bị cao màu bị na thì và đào xoay như đó đọc pi năm rồi ọt khơi bỏ ong sầm đai khơi miền cô miền sam sập bầm bay bạc cá nông lúc miền tiệm môi thả miệt tà bị tao bạt thà nàng tam miền kẹt là một tầm mang này na tụm nộp bầm rong miệt đa bay đa nó chìm miền cô đỏ đom bán như cua xa cái miền sập hẹ mông cô là na đăng con miệt đa bay đa đỏ bàn con bàn trái mà con nó bên là o to kia tiếp sắt tao con lo sao để trái lo hay là nam sao đăng con miệt đa bay đa đó là bàn con trái mà con mà thua ba to tập lên to kia chẳng đai chẳng man thà bị bạn na rừng sai chỉ bật sai cam pia bảo mà nộp đi nè đăng con miệt đa bay đa chỉ miền con đọt đầm chia mà ha snai bạc cài bầm phật khăng chiêng bẹt sai cái tham mà rồi chuan sỏi tập đạ cái sai yuan một con tụm ruột từ tiết đấy nó xong mà ha snai ní tiệt đôi mà nước tiệt đôi tì và đá nó nhôm từ nam mòn na cái sờ lanh cái chôn chất cái nắp cái số cái lư cái tầm can cái tầm lang vô cái tầm lang xa chụp từ nâng pre bạc tiệt từ nâng thôi chụp từ nè lo chụp từ sao đó đôi xa bọc bút lục sầm đai thà mấy dù miền tarang viêm mà cho theo miền nào bao giờ tệ viêm pe năng thì kẻ chăn tệ miền ta pe tệ parang là răng thà con prosray na để được lực đằng con miền đa bay đa phần đấy con prosray nó tư ti cái này na tê và đa tam sả lanh tam thẻ sa ca piro được tu tiên của miền ban ca viên con để chạy để chôm rồi hốt mà đâu mà nè có cái sả lanh rọp an cái bôi chia trên đất lúc tư ti cái này như mình này để này và cài nó đừng mai đừng ở chẳng ban mẹ tôi si chum nuôi chuồn prai ấy thương mấy con ỏi mẹ ở chế đã từng nia nó chuồn nội quạt chuồn po thà câu nuôi họ xì miền ban ố thà tập này tôi tình tam xa miền phong nó nhôm
អត់មានទេអាពមេដាបៃតាហ្នឹងពចេញពីបេះដូងព្រះហ្នឹងមិនងាយមានគេដាក់លក់ទេឲ្យបើគាត់ឲ្យពកូនគឺប្រកែណាអញ្ចឹងបានខែចូលឆ្នាំភ្ជុំបិណ្ឌបុរាណគេឲ្យយកបាយទឹកនំចំណីត្រីសាច់ទៅជូនគាត់នឹងឲ្យពដែលគេប្រើពាក្យថាហេមនវសន្តរដូវហ្នឹងគឺខែចូលឆ្នាំភ្ជុំបិណ្ឌព្រោះតែគាត់ជូនពថាឲ្យកូនសុខឲ្យកូនសប្បាយសុខសប្បាយតាមហ្នឹងណាហើយកុំឲ្យគាត់ជេរដាក់ទំនាយដោយបរោះម្នាក់នោះទៅរកស៊ីចំនួនជួញប្រែម៉ែគាត់តែកូនកុំទៅកូនម៉ែចាស់ហើយកូនឯងនៅបានជាគ្នាអត់ពីឪឯងម៉ែសង្ឃឹមកូនកុំទៅកូននៅតែរឹងទៅដល់រឹងទៅគាត់មិនស្ដាប់ម៉ែខឹងកូនលេងមួយម៉ាត់ចោលកបីវត្តទៅឲ្យកបីនៅព្រៃវត្តវិញកូនមិនខ្ចីខ្វល់រត់ទៅដល់គៀនព្រៃក្បែរសមុទ្រស្រាប់តែចេញកបីមកមែនដេញវត្តកូននឹងលើកដៃស្ពះរត់បដាអម៉ែជេរថាឲ្យកបីវត្តកូនឥឡូវកបីដេញវត្តមែនពាក្យម៉ែក៏ច្បាស់ម្លេះលើកដៃឡើងលើបួងសួងបដាថាម៉ែហើយបើសិនជាម៉ែឯងជេរថាអញ្ចឹងមែនក៏ប៉ុន្តែក្នុងចិត្តម៉ែនៅតែចង់ឲ្យកូនសុខចម្រើនទេកបីយូរកុំធ្វើអីខ្ញុំបានឡើយគ្រាន់តែប៉ុណ្ណេះកបីវាទុនកវិញទៅបានដឹងថាចិត្តម៉ែទោះបីគាត់និយាយមាត់អាក្រក់អីយ៉ាងណាគាត់នៅតែលួចស្រឡាញ់កូនចង់ឲ្យកូនសុខចង់ឲ្យកូនចម្រើនខ្លះវាយកូនលៀងជ្រុលពាត់បន្តិចយប់ឡើងលួចលាបប្រេងកាឡាឲ្យវិញដែរណាចឹងម្លោះហើយបានជាគេចង់ឲ្យម៉ែឪនឹងឲ្យពរឲ្យជ័យកើតសេរីសួស្តីសម្បើមណាស់ណាញោមនេះមហាស្នេហ៍ប្រកែណាមិនតែប៉ុណ្ណោះទៀតសោតមេត្តាបៃតានឹងគឺថាជូនពរជូនជ័យឲ្យកូនរស់ស៊ីមានគឺមានរស់ស៊ីបានគឺបានគ្រួសារយើងមានសុខមានសុភមង្គលដោយសារមេត្តាបៃតាព្រះកឡោមគង់នៅក្នុងផ្ទះហើយកូននេះដែលយើងកំពុងតែធ្វើបន់ជូនមេត្តាបៃតានេះឈ្មោះថាជាកូនល្អជាកូនមិនចយត់កូនល្អកូនមិនចយត់មានន័យថាធ្វើដំណើរផ្លូវគោកមិនមានឧបសគ្គគ្រោះថ្នាក់កលាប់ភ្លុកធ្វើដំណើរតាមទូកមិនលងមិនលិចធ្វើដំណើរទីចិត្តទីឆ្ងាយទៅកើតទៅលិចចេះតែសុខចេះតែសប្បាយរហូតអត់មានគ្រោះថ្នាក់ស្លាប់តៃហោងឬក៏គ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលអីមកបៀតបៀនអត់ទេកូននឹងអាយុថ្លៃទេវតាថែអាសាមកពីអីមកពីកូននឹងឯងមានធម៌កតញ្ញូនឹងខ្លួនគេហៅកូនមិនចយត់ប្រអិនរៀបទៅណាមកណាលើកដៃស្ពះរះពីលើមេចុះក្រោមញោមនាតល័យទេវបុត្រឆ្ងល់សួរតំងថាមហារាជថ្វាយអង្គមស្ពះអីពីលើទៅក្រោមហ្នឹងប្រអិនថាណាដឹងគុណឪពុកដឹងគុណម្ដាយគោរពកោតខ្លាចតកោរៀមច្បងថ្វាយអង្គមទៅនោះហើយដល់ប្រអិនជាស្ដេចទេវតាថ្វាយអង្គមហើយរឿងអីទេវតាតូចតាចថ្វាយអង្គមតាមតែហ្នឹងហើយគេដែរទេវតានៅគ្រប់ទិសទីកន្លែងណាថែអាសាឧបមាដូចញោមនៅស្រុកហ្នឹងញោមមានការទៅថ្មករះតព្រះព្រែកឈ្មោះអង្គយុទ្ធមកតមេងតមឹងព្រែកតមៈអីចឹងទៅទេវតានៅក្នុងឃើញតាមថែអាសាទៀតទៅហើយញោមញាតនៅសបួរព្រែកចានេះហើយចង់ទៅពងអស័យជ្រៃកហឹមមលងមលុបអីនោះទៅគេទេវតានៅក្នុងថែអាសាទៀតទៅហើយដល់ញោមញាតត្រូវមានការធ្វើដំណើរតាមទុកទៅព្រែកតកុយហើយដីតកូលទៅព្រែកផ្ទូលអូត្រែងអូវែងកន្លែងដែងកន្លែងស្នៀតអីទៅទេវតានៅក្នុងថែអាសាឯនោះទៀតទៅអានឹងមកពីអីមកពីមនុស្សនោះវាមានមហាស្នេហ៍គឺកតញ្ញូនឹងខ្លួនចឹងឯងកូនដែលមិនចយត់ញោមចំណាំទុកថាបុរាណអាចារ្យរាប់ថាមាន6យ៉ាងទី1កូនណាដែលស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមមេត្តាបិតាដោយគោរពទី3កូនណាទ្រាំជំងឺគាត់ពេលគាត់ឈឺទី4កូនណាចូលរួមពេលគាត់ស្លាប់ទី5កូនណារៀបចំទុកដាក់សាកសពគាត់បូជាសពគាត់តាមប្រពៃណីទី6កូនណានៅតែនឹកឃើញបុណ្យនឹកឃើញគុណគាត់ធ្វើបុណ្យដូចថ្ងៃហ្នឹងអញ្ចឹងទោះបីគាត់ស្លាប់បាត់ទៅហើយនៅតែធ្វើបុណ្យថែមទៀតប៉ុណ្ណេះនឹងហើយកូនមានលក្ខណៈ6យ៉ាងហ្នឹងគឺជាកូនកតញ្ញូមិនងាយចយត់ទេមិនងាយស្លាប់តៃហោងទេហើយលើលោកទេអញ្ចឹងខ្ញុំទាញយកមកដាក់ខ្លួនមើលអញត្រូវបានប្រមាណភាគរយគ្រប់ទាំង6អត់គឺថាគ្រប់ទាំង6អញគ្រប់ទឹកណាលើសត្រូវឆ្នោតទៅទៀតណាញោមណាហើយថាមិនគ្រប់ទេខ្វះតាណាដឹងខ្លួនឯងទៅចុះឪពុកម្ដាយម្ដងដែលស្លាប់ទៅនឹងជួនកាលទៅគាត់អត់បានយកទ្រព្យសម្បត្តិទៅទេម្ល៉េះហើយអ្នកដែលមានបុណ្យខ្លាំងស្លាប់ព្រោះទៅកើតក្នុងឋានសួគ៌ទៅកើតជាមនុស្សទេវតាប៉ុន្តែអ្នកដែលមានបាបទៅនរកប្រែតប៉ុន្តែអ្នកខ្លះបាបស្ទើបុណ្យស្ទើខ្វះអត់ទាន់បានមកចាប់កំណើតជាមនុស្សទេវតាទេមករកកូនណាមករកលេងកូនចៅអញ្ចឹងទៅពឹងកូនទ្រព្យសម្បត្តិគាត់នៅនេះគាត់អាចកើតបដោះអាសន្នកើតជាកំណើតប្រែតនៅលើដីនឹងអត់មានដើមទុនគ្រប់គ្រាន់ដើម្បីធ្វើសហយទៅកើតជាមនុស្សទេវតាអានឹងវាមិនហួសពីយើងមានញោមញាតនៅឯបាត់ដបងទេមកលេងកូនចៅនៅសបួរព្រែកចាណាកោះកែវលវាសបឹងក្រុមថ្មកកោះរះតព្រះព្រែកឈ្មោះអង្គយុទ្ធមកតមែងអញ្ចឹងទៅមកលេងកូនចៅទៅវាអត់សហុយទៅផ្ទះវិញដល់អត់សហុយទៅទៅហុយមិនគ្រប់គាត់មិនតាន់ទៅដែរហ្នឹងបន្តិចទៅលេងក្មួយខាងនេះបន្តិចទៅលេងក្មួយខាងនោះក៏លោកគេឲ្យបានខ្លះបានសហុយទៅអារបៀបដូចចឹងណា
យ៉ាងណាមិញអ្នកស្លាប់ទៅចឹងដែរជួនកាលចង់មកកើតជាមនុស្សទេវតាពេលខ្វះសហុយនៅនេះចឹងហើយតើអ្នកនៅនេះដឹងរឿងផ្ញើសហុយឲ្យគាត់បានសហុយទៅកើតជាមនុស្សទេវតាអាសហុយនឹងស្អីគេប៉ុននឹងឯងពិបាកថាពេកប៉ុននឹងណាញោមមានសេដ្ឋីចូលសេដ្ឋីម្នាក់មានទ្រព្យសម្បត្តិគេងឯងដែរប៉ុន្តែមិនជឿទេរឿងបុណ្យរឿងបាបអីណាធ្វើបុណ្យធ្វើបាបសិលទៀតនេះគាត់មិនទៅខ្វល់ធ្វើទេដល់តែគាត់អត់ធ្វើអីសោះគាត់ស្លាប់ចោលទ្រព្យសម្បត្តិជាសេដ្ឋីនឹងទៅគាត់ទៅកើតក្នុងកំណើតប្រែតអត់ចំណីអាហារហើយដើររកចំណីអាហារបរិភោគជាកំណើតប្រែតនឹងជាអតិសមានកាយមានរូបកាយមិនប្រកបប៉ុន្តែជាកំណើតព្រលឹងដែលនៅលើដីនឹងដើររកចំណីអាហារនឹកឃើញចុះឡើងនឹកឃើញថាអាឡូទ្រព្យសម្បត្តិអញនៅកូនទាំងអស់អញទៅរកកូនសិនក៏លោកបានហូបគាត់ដឹងថាទ្រព្យសម្បត្តិគាត់នៅកូនទៅរកកូនក្រែងលោកបានហូបហើយដល់តែចឹងទៅមករកកូនរកវាអត់ឃើញរកទៅរកអត់ឃើញដោយសារអីញោមដោយសារកូននឹងគេដូរផ្ទះបាត់ហើយគេក្រោយពីខ្មោចឪពុកស្លាប់ទៅកូននឹងឡើងតំណែងជាសេដ្ឋីហើយដល់ឡើងតំណែងជាសេដ្ឋីទៅគេលក់ដូចថាដីវាត្រូវប៉ាន់មិញហ្នឹងគេលក់បង្ហើយគេទៅទិញដីកន្លែងថ្មីហើយខ្មោចឪពុកនោះអត់ដឹងមករកអាកន្លែងដីចាស់ឯណែចឹងបានចាស់ខ្មែរយើងបើថាដូរផ្ទះដូរដីគេច្រើននិមន្តប្រសងសោតមុនប្រកាសឲ្យដូនតាដឹងខ្មោចទៅរកអាកន្លែងចាស់ខ្លាចឆ្កែគេដេញខំណាញោមហើយសេដ្ឋីហ្នឹងគាត់មករកអាកន្លែងចាស់រកវាអត់ឃើញសោះរកអត់ឃើញកូនហើយនឹងទៅបង្ហាញខ្លួនសួរណាកើតញោមបើទៅបង្ហាញសួរគេរត់ជន់គ្នាទាំងញោមទាំងអាត្មាឃើញប្រែតមកចឹងជួនកាលបាច់បាននិយាយទៅរត់តម្រងនោះម្ល៉េះហើយគាត់ទៅសួរឯណាក៏មិនដឹងសួរឯណាក៏មិនដឹងស្រាប់តែទៅដល់ក្រុងរាជក្រឹសទៅបង្ហាញខ្លួនឲ្យស្ដេចអាជាទៅសត្រូវឃើញស្ដេចនឹងមានសតិស្មារតីមន់តន់មិនផ្អើលមិនរត់អីឃើញប្រែតនឹងក៏សួរថាយីលោកអ្នកបួសលោកទៅណាព្រោះនៅប្រទេសឥណ្ឌាវាសម្បូរអ្នកបួសឲ្យទៅឃើញប្លែកគេថាអ្នកបួសប្រែតនោះថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំជាប្រែតហ៎ប្រែតនឹងស្អីទៅថាប្រែតនឹងខ្ញុំពីមុនជាមនុស្សដូចតែគេអញ្ចឹងប៉ុន្តែខ្ញុំវាមិនជឿសិលមិនជឿទានមិនជឿបុណ្យនេះបានខ្ញុំស្លាប់មកកើតជាប្រែតអត់ចំណីអាហាររងទុក្ខលំបាកខ្ញុំដើររកចំណីអាហារអញ្ចឹងលោកទៅណាមកណាថាខ្ញុំដើររកកូនព្រោះខ្ញុំមានទ្រព្យសម្បត្តិខ្ញុំនៅនឹងកូនទាំងអស់ឥឡូវខ្ញុំស្លាប់មកអត់បានយកទ្រព្យសម្បត្តិនោះមកជាមួយទេខ្ញុំទៅរកកូនក្រែងលោកបានចំណីអាហារបរិភោគអាចារ្យត្រូវសួរថាចុះរកកូននឹងឃើញហើយនៅថារកអត់ឃើញទេកូនគេលែងនៅស្រុកនឹងហើយលើតំណែងថាគេដូរស្រុកទេហើយគេទៅនៅស្រុកអន្តកវិន្ទនគរហើយគេលែងនៅនឹងញោមហើយអាចារ្យត្រូវសួរថាអញ្ចឹងលោកគិតទៅណាទៀតថាខ្ញុំត្រូវទៅដល់ស្រុកអន្តកវិន្ទនគរនឹងទៀតដើម្បីរកកូនពីព្រោះទ្រព្យសម្បត្តិខ្ញុំនៅនឹងកូនបើកូនមិនជួយខ្ញុំមិនដឹងខែឆ្នាំណាខ្ញុំរួចពីកំណើតនឹងទេអាចារ្យត្រូវផ្ដាំថាលោកទៅរកកូនក៏ទៅចុះរកឃើញក៏ដោយមិនឃើញក៏ដោយត្រូវត្រឡប់មកវិញមកប្រាប់ដល់ខ្ញុំព្រោះខ្ញុំនឹងមានចម្ងល់ចង់សួរវាមិនដែលជួបព្រះនៃជួបប្រែតផ្ទាល់ចង់សួរណាញោមគ្រាន់តែផ្ដាំរួចប៉ុណ្ណេះក៏បាត់សមោលប្រែតនឹងត្រឹមនឹងទៅប្រែតនេះដើរលិចវាលចូលព្រៃលិចព្រៃចូលវាលឆ្ងាយទៅចេញពីភូមិមួយទៅស្រុកមួយខេត្តមួយរហូតដើរទៅឃ្លានខ្លាំងពេកគេធ្វើបន់ជុំតាណារត់ទៅតំណងគេធ្វើបន់ជុំតាណារត់ទៅតំណងមានលោកឆាន់តាណារត់ទៅតំណងក្រែងកូនអញគេធ្វើបន់ឲ្យទៅត្រង់នេះអត់ទៅត្រង់នោះអត់ស្រេកឃ្លានខ្លាំងណាស់ប៉ុន្តែទីបំផុតទៅរកផ្ទះថ្មីកូនឃើញញោមរកផ្ទះថ្មីឃើញផ្ទះថ្មីធំឲ្យតឡាំងរួចមានដីធ្លីធំល្អទៀតវាពិសេសអស្ចារ្យទៀតរកផ្ទះកូនឃើញដែលដើររកយូរឆ្នាំរកតម្រាំឃើញដែលរកឃើញហើយចំមួយថ្ងៃកូនធ្វើបន់នេះអស្ចារ្យមែនតើម្ដងរកកូនយូរហើយរកមិនឃើញដល់តែរកឃើញចំថ្ងៃកូនធ្វើបន់ពិតជាអស្ចារ្យណាស់ភ្ញៀវគេមករាប់រយរាប់ពាន់នាក់ខ្មោចដូនតាមេត្តាបិតានឹងបានចំណីអាហារបរិភោគហើយពេលនេះត្រេកអរណាស់ក៏ប៉ុន្តែទីបំផុតខ្មោចឪពុកអង្គុយយំដដែលហើយអាមិនបានជាយំកូនគេដូរសាសនាផ្សេងបាត់ហើយកូនគេចូលសាសនាដតីបាត់ហើយគេចូលលទ្ធិដតីបាត់ហើយអញ្ចឹងគេធ្វើបន់នឹងគេធ្វើមែនប៉ុន្តែគេជប់លៀងឆ្ងាញ់មាត់តែគ្នាគេទេមិនបានឲ្យទិសមិនបានអីដូចសម្ដែងពីខាងដើមជាតក្កិណានុពទានឯណាគេគ្រាន់តែជប់លៀងឆ្ងាញ់មាត់តែមិត្តភក្តិគេអ្នកនៅរស់តែប៉ុណ្្នឹងឯងខ្មោចឪពុកគ្មានបានអីមួយម៉ាត់ទេញោមមកអង្គុយយំតែបោមក្បាលជង្គង់រៀបរាប់អញហើយអញរកទ្រព្យសម្បត្តិតាំងពីសក់ខ្មៅរហូតសក់សរិះធម្មមិនហ៊ានចាយវាយទេទុកឲ្យកូនទាំងអស់ឥឡូវតែមួយម៉ាត់មិនបានផងអញមករកកូនគេមិនឲ្យឪពុកម្ដាយត្រឡប់ទៅវិញទាំងពោះទៅទេអត់បានអីមួយម៉ាត់សោះមានតែទឹកភ្នែកតែប៉ុណ្ណោះញោមមើលអាភ័ព្វហ្នឹងហ្នឹងហើយមកពីអីកូនចៅអត់ស្ដាប់ធម៌អត់ធ្វើបុណ្យត្រឹមត្រូវអត់យល់ធម៌ប្រែតនោះ
cònនឹកឃើញបណ្ដាំរបស់អាជីវសត្រូវផ្ដាំថារកកូនឃើញក៏ដោយមិនឃើញក៏ដោយត្រូវត្រឡប់មកប្រាប់អាជីវសត្រូវក៏នឹកត្រឡប់ទៅវិញទៅប្រាប់អាជីវសត្រូវបង្ហាញខ្លួនម្ដងទៀតបានស្ដេចនឹងធ្វើបន់ឧទ្ទិសឲ្យទៅប្រែតនឹងក៏បានរួចចាក់ទុកទោសនឹងមកកើតជាមនុស្សមកកើតជាទេវតាគេឯងដោយសារអ្នកដតីគេជួយទេបើសង្ឃឹមកូនខ្លួនឯងទៅទេសោះណាញោមណាមកពីអីមកពីបធមមិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាធ្វើបន់អស់រាប់ពាន់ម៉ឺនដុល្លារប៉ុន្តែខ្មោចមេដាបៃតាអត់បានអីមួយម៉ាត់អានឹងហើយបានជាយើងឲ្យតែមានបន់អីតែងតែនិមន្តប្រសងឲ្យទេសនាបញ្យល់ណែនាំឲ្យកូនចៅនឹងចំណាយដើមទុនតិចតួចត្រួយទៅដាក់អីកុំឲ្យវាខុសវាថាជ្រុលកម្មប្រពៃណីឲ្យវាត្រូវតាមបែបប្រពៃណីអញ្ចឹងណាហើយដល់កូនខ្លះគេអូសទាញមកចេះតែជឿចេះស្ដាប់តាមកូនខ្លះវាពិបាកទៅទៀតអូសម៉ែអូសឪទៅវិញយូរក៏យកអាលបែងលបាំយកមកញុកក្នុងកម្មវិធីបន់ជប់លៀងចេញចុះទាញម៉ែឪទៅឡប់តលិនអស់អាសូត្រមុនត្រូវវែងទៅជាខ្លីទេសនាម៉ោងនេះទៅជាម៉ោងនោះចម្រើនព្រះប្រិតខ្លីនមស្ការខ្លីឲ្យប្រញាប់ដាក់បោះឲ្យក្ដុងឡើងឲ្យពឹសស្ដារហ្មងយ៉ាជួនកាលទៅម៉ែឪក៏លុយគេចេះតាមគេទៅត្រឡប់តលិនអស់ឲ្យឯងអូសគេមិនបានគេអូសឯងវិញហ៎ឥឡូវនោះណាដូច្នេះហើយញោមញាតហើយកូនខ្លះមកគ្រាន់តែប៉ុណ្ណឹងមិនអីទេប៉ុន្តែម៉ែឪធ្វើបន់អីបែបមិនចូលធ្លុងជាមួយទេជូនលុយម៉ែឪឲ្យយកទៅចាយដល់ម៉ែមិនចាយចេះតែធ្វើបន់ខឹងម៉ែទៀតឲ្យតែជូនលុយដឹងតែបន់ឲ្យតែបានលុយឃើញតែទេទៅតាអាចារ្យអស់លុយទៀតឡើយហាជួនកាត់ដកអាទូរស័ព្ទនឹងទុកកុំឲ្យគាត់កាន់ទេទៅអាចារ្យទៀតឡើយទេទៅអាចារ្យទេទៅលោកអស់លុយទៀតឡើយតាមពិតអារម្មណ៍មនុស្សចាស់ហ្នឹងគាត់ចូលចិត្តបន់ទៀនអញ្ចឹងគាត់សប្បាយរបស់គាត់ទៅហើយអារម្មណ៍ក្មេងដើរស៊ីចាយតាមផ្សារសប្បាយប៉ុន្តែចាស់គាត់អត់សប្បាយអញ្ចឹងទេគាត់មកបន់ជួបគ្នាគាត់អញ្ចឹងគាត់សប្បាយជាងអញ្ចឹងឲ្យគាត់សប្បាយតាមបែបគាត់វិញអានេះបានត្រូវញោមម៉ែកូនខ្លះទៀតមិនតែប៉ុណ្្នឹងទេធុញថប់ជាមួយម៉ែឪធ្វើបន់អានឹងតាមពិតជាប្រផ្នូលនៃការបែកគ្នាពេលដែលមិនចូលចិត្តម៉ែឪធ្វើបន់នឹងស្លាប់ទៅកើតជាតិក្រោយទៅចំម៉ែមិនចេះធ្វើបន់នឹងហើយកូនណាដែលចូលចិត្តម៉ែឪធ្វើបន់ចេះធ្វើតាមម៉ែតាមឪកើតមកជួបគាត់ទៀតជួបគ្នាទៀតហើយដល់កូនណាមិនចេះធ្វើបន់នឹងមិនចូលចិត្តម៉ែឪធ្វើបន់នឹងកើតជាតិក្រោយទៅចំម៉ែមិនចេះធ្វើបន់នឹងកើតហើយស្រួលស្រួលក៏យកទៅដាក់ធុងសម្រាមបដោយហ្នឹងឯងដោយសារគេអត់មានធម៌អត់មានបន់នៅនឹងខ្លួនហ្នឹងណាហេតុនេះហើយបានជាវាមានការអូសទាញអប់រំកូនចៅកូនខ្លះក៏តាមកូនខ្លះក៏មិនតាមដូចនាងសេរីនីពីសម័យព្រះណាញោមកើតឡើងមកស្ដីឲ្យចាស់បន្ទោសចាស់សិតតែចាស់កំរិលសិតតែល្ងឹតល្ងងទៅជឿអីរឿងបនរឿងបាបទេវតាព្រឹត្តព្រំប្រែតឯណាវាគ្មានទេវាគ្មានបនគ្មានងាប់ទៅទេវតាឯណាគ្មានទេស្ដីឲ្យម៉ែស្ដីឲ្យឪស្ដីឲ្យចាស់ទុំហើយសម្គាល់ថាខ្លួនឯងនឹងចេះដឹងជាងគេដល់ពេលអញ្ចឹងទៅដល់ពេលស្ដីឲ្យចាស់ទុំនិយាយអីមិនស្ដាប់ចឹងទៅញោមក៏ស្រាប់តែថ្ងៃមួយដើរចូលទៅវត្តចំថ្ងៃឧបោសថយាយកំពុងតែធ្វើភេសជ្ជៈធ្វើបន់ធ្វើអីថ្ងៃឧបោសថហ្នឹងស្រាប់តែនាងនឹងឯងដើរចូលទៅយាយគាត់ហៅគាត់ថាណែចៅមកណែរៀបចំភេសជ្ជៈរៀបចំអីប្រគិនប្រសងអីគេស្រាប់តែនាងនឹងស្ដីឲ្យយាយមកស្ពឹកមុខថាយាយអស់នឹងឆោតទៅជឿអីរឿងប្រែតរឿងទេវតារឿងប្រសងសាមណៈអីអត់មានបន់មានទេទេនៅចាស់កំរិលជំនឿចាស់កំរិលស្ដីឲ្យយាយនឹងមកស្ពឹកមុខយាយនឹងងាកមកវិញចប់ហើយឯងហើយគេធ្វើបន់គេមិនធ្វើគេស្ដីឲ្យឯងថែមទៀតនាងនឹងក៏ដើរទៅផ្ទះទៅបានតែ2 3ថ្ងៃស្រាប់តែខ្យល់កស្លាប់បដោយណែញោមមើលក្មេងក៏ចេះស្លាប់ដែរណាមិនថាតែចាស់ទេប្រហែលឆ្នាំចុងក្រោយនេះបើយើងបោកសរុបឲ្យអស់តាំងពីអ្នកគ្រោះថ្នាក់ចរាចរណ៍តាំងពីអ្នកចុះកតាំងពីអ្នកលូតទឹកអ្នកលាបថ្នាំអូក្មេងច្រើនជាងចាស់ស្លាប់អត់ទាន់ទេណាអញ្ចឹងបើចាស់បានសិលបានបន់បានទានខ្លះស្លាប់មកកើតជាមនុស្សទេវតារីឯក្មេងមិនទាន់មានបន់សោះនឹងស្លាប់ទៅនឹងទៅកើតឯណាទេញោមហើយបាត់សូន្យតម្រងដូចនាងនឹងអញ្ចឹងអត់ទាន់មានបន់សោះស្រាប់តែស្លាប់ព្រោះទៅកើតជាប្រែតនៅក្នុងព្រៃកន្លែងគេចោលខ្មោច 3-4 ឆ្នាំនៅតែលិតខ្ទុះឈាមកម្រងខ្មោចអត់មានបនអាចត្រឡប់មកផ្ទះមកស្រុកបាន 3-4 ឆ្នាំក្រោយមកអ្នកស្រុកនាងនឹងតានឹងគាត់ធ្វើរចំនួនជួញប្រែបរទេសដឹកនេះដឹកនោះលក់ចឹងទៅដល់អាយុតែហ្នឹងគាត់ឈប់អទេសនៅក្នុងដងព្រៃនឹងដាំបាយហូបស្រាប់តែនាងនឹងឯងម៉ោងប្រលប់ចាស់ថាម៉ោងខ្មោចចេញរស់ស៊ីនាងនឹងក៏ចេញមកឃើញតានឹងស្គាល់មើលតានេះអ្នកស្រុកព្រំឯងតើនេះប៉ុន្តែឯងមើលគាត់ឃើញគាត់មើលឯងអត់ឃើញព្រោះប្រែតនឹងជាអតិសមានកាយមានរូបកាយមិនប្រកបប្រែតមើលយើងឃើញប៉ុន្តែយើងមើលប្រែតអត់ឃើញចឹងនាងនឹងគិតថាអ្នកស្រុកភូមិឯងតែចឹងនិមិត្តឲ្យគាត់ឃើញសិននិមិត្តឲ្យគាត់ឃើញផ្លែតតានឹងភ្ញាក់ឲ្យកញ្ញាស្រែកសួរថាណែនាងជាខ្មោចព្រាយបិសាចចង់ឡងប្រឡាត់យើងតើមែនទេនាងថាលោកតាខ្ញុំឈ្មោះសេរីនីនៅស្រុកភូមិជាមួយតាដែរតាស្គាល់ទេតារត់នឹកឃើញនឹងហើយចៅសេរីនីស្លាប់មក 3-4 ឆ្នាំហើយចុះចាឯងទៅកើតឯណាបាននាងប្រែតនឹងយំរៀបរាប់ប្រាប់ថាខ្ញុំលំបាកវេទនាណាស្លាប់មករងទុក្ខអត់បានទៅកើតជាមនុស្សហើយក៏មានកម្មពៀមិនអាចទៅផ្ទះបានខ្ញុំកើតជាប្រែតលិតខ្ទុះឈាមកម្រងខ្មោចគេចោលនៅទីនេះ
độc ta mai rồi bọc nhóm còn sọc tục dạng ná ta thanh niên ơi chào ơi mà đài niên chả chỉ đi hơi niên slap cho mà đái con nơi tụi mình anh niên bắt đam thà lục ta nhóm cọp mía buồn san cả hạt nạ crom kre cả lại nhóm đế xong rồi từ prap mai nhóm mà cai mía nâng máu bay chỉ pi mà chấm này thôi bọn được nhóm phong mà chấm này tôi quạt chai về cho bài quạt mình thôi bọn được nhóm tê mình đăng thằng ngày na nhóm đừng chơi như đôi pi cầm hạt này tên là lục ta bắt đam từ phần này hơi có bắt sầm mau nâng từ bình tư ta còn nom kia sầm ra nâng nông lụa mà giúp tư tham ai chơi ta cao quạt đã khơi mình đăng hết nâng sầm ra lụa tiết đó tham ai bên lên lụa bạc á coi chăm mơ cái màu tiết bàn xô cái này tiết chứ lưu swang và sô ya ta bỏ tê cho ye tra tranh hồ hai tam pleu mà pi mà đo tia niên nắng có chụp tê chụp tới rút từ prap dây nông thằng dây nhầm chụp con vậy anh hai dây nó có pông ai chứ đi từ tuôn phui ngớp lang pang phui đôi phui nói được nó rút mà hả chụp con chụp đây na thằng lục dây niên bằng hai khuôn mà plét không play không mau cho niên cao chụp prap lùm bạn na lục dây niên tham miền cọp mi nè crom kre cả lại đây nâng buồn san cả hạt nạ ở lục dây cài miền nâng máu bay chỉ pi mà chấm này thôi bọn này niên mà chấm này tục chạy về cho niên tha bởi dây mình chui thêm nâng khai cho năm na niên rồi pi cầm nạp nâng tê dây nâng tiền chọp chích mang khơi miền mền cài miền vô mong coi can zoom sờ nó tham ách nhom câu này con trong miên con trong ban ta là con đọt miên chưa bọn này nâng khôn sao mà là hỏi con trong miên ta mà dáng khơi thấy trọp rồi bao con ọt bát men ta là con ọt ban ruộng nơi trái trọp nâng tê bị pro chỉ bắt ruộng nơi là sai bon chui thai miên bon chui thai bàn ruộng ở đây là chưa ngọt chưa bon sao chưa ta trọp sầm bát mà dáng khơi thấy khơi slap cho trọp sầm bát ọt ban nơi trái tê hay mình nuôi dương miên lẹ cả nặng đẹp nâng cháo nó nhúng nè khla cất prang ngôi prang bon tiên đây mình chia thui khla thì prang đo ngay châu mà chụp vào đào tê nè khla khom ro tinh tia tinh lan tinh mô tô tinh ấy ban toàn ban chiประมาณ ngày phong slap bằng hao từ nhiều mới cái đấy chẳng ban cha kịp thà đôi sạt sần nọ vì pom sạch mà đom rốt từ hơi bị prong chop si bị clear nè pan nó bị nước khai chơi tại đàm trong chơi tập pom rốt ở chương ai bị cái rốt men tết đại cho slap bằng hao cái miền bàn hồ tê chẳng ban chia mà đài đang sần nọ con thà bờ sân chỉ con chưa bon khla con thôi bon khla con nâng chỉ vật con bon chui chỉ vật con này luôn con ban trai trọp nâng đó là pe con đọt bên chưa bon so cái đấy con cứ tập bị rốt trọpแต่มายังอะไรตรอบอัดบาดแน่นปนกรอัดบานใจตรอบหนึ่งแต่อายุใครปนมันได้จำแม่ถวยเอาบานยีนึงถวยบอลน่ะตื้อเอาโกนนึงก็ตัวพอบอลบานตะการขนมตีวัติดาตื้อตะการจิตเตวดาไอมาได้นึงคอมกันซัลถวยเตี้ยนตะการจิตเตวัติดาโดยคณิจุกนี่เลยทานสวยเนาะตื้อสบายตื้อในสำนักบอกกอดแต่เมียนทางสำนักได้ทาบานมาได้ในรั้วนะโยมเบอร์มาได้สลับเติมมนเป็นนังพินาช่วยพินาเต้จังบานรำลึกปันได้รำลึกดอกเมงก่อนเจ้าไอเจ้ถวยบอลสันเตียนพิจารณาถวยบอลจูนเงินดาใบดาพ้องบานครูนยืนพ้องได้เลี้ยงตั้งคืนสลาเดินทางส่วนนั้นกองส่วนเตะบอกเตะแบบผิดดามันเลี้ยงเตะแบบผิดดาตาสลากับดิเมียนนี่เจรบอลนะท่านนี้คือเจรบอลนันทยาวปาสักฮะนันทยาวปาสักเลยมนุษย์ร้อยนึงนะครับพวกยมผอมจิกยมปังเรอในจามกอลปังเรอก็เอาแต่พอดมาการในตีนี้ยมจิกยมปังเรอไอ้นี่จิบิเมียนมาพอดเอ้มันตอนสลับนั้นเมียนสลามาพอจำจังมุนแม่ไปแม่นี่จิบบอกก่อนไรโมกเลี้ยงเคยแอบออกจานนะมันตอนสลับไม่จะเมียนแต่พอจำมุนแต่ลองเมาเป็นเจอเรื่องนั้นแต่วายกุ้งตู้ซัวกับผมบอกเป็นปองไปจำราวมันลูกยืงมันตอนสลับท้องเมียนบนกระสอบเป็นในโรงจำมุนตามแม่ตายเต้ปองบ้านปองทาเยี่ยโมกเลียนนายบ้านเคยสมบัติบอลนอนไปยาวบาสักหายตาไม่จำเป็นมาถวยเปอร์สูแต่ทางคนเพื่อไอติดนี่หายแกหายถ้าจำลองคนตรวจสมบัติยืงเมียนแมนกับปันแม่เบย์ยืงเหมือนบ้านจำลองเป็นตั้งเตี้ยยืงสลับเจ้าอะไรยืงบ้านเพื่อตกหายเนี่ยนาเตรการจิตเตวนาวิเมียนพอจำเลยน้องเนี่ยนาเตรการจิตมนุษย์โกนไอจะโดนโกนออกงานนาน้องเกี่ยวกับผมก่อสร้างเตียงเวลาทุ่มน้องมันก็ต้องการโกนเตียงน้องมาอยู่เกี่ยวกับผมมันอาเต็งใจถือระบวัดทุ่มน้องคิดต้องเอายืงเรายืงสลับด้วยการโกนลงระบองยังมากันไหนโดยในหายเนี่ยนาการจิตมนุษย์สมบัติมนุษย์นั้นเตรียมโรงจำยืงนาการจิตเตวนาสมบัติเทวดาโรงจำยืงนี่หายทางบอลฉลองมุ้ยคือจำลองตรอบตัวไอ้หายนะโยมนะอันนั้นก็ทางกับเพลิงเช็คเตี้ยยืงมันนายผลลดเพลิงบานเต้เมียนแต่เพลิงจำลองตรอบตัวไอ้หายเมียนตรอบสองไงนี่เมียนตรอบตัดจุดเมียนการเจ้าลดเพลิงเช็คออกเต้การลุนเดือดรุ่งระบอบกลมเต้โดยตะลุนสลับเต้อาสาสงสซึ่งคำโกนใจในกล่าวไปเป็นเพื่อบอลน้อยที่เอาตาจาประกาศมูสรวนมันบานโจประเกณฑ์พ่อกระเตนดัดเจชนางใบตกลูกกับบัดประตูไป
បញ្ចុះកំពុងគ្រឿងមាសគ្រឿងប្រាក់គ្រឿងស្ពាន់តុកថាដែលខ្លួនបំរុងគេថាទ្របគេមិនខ្ចីយកមកដាក់ប្រឡងទេគេទុកបំរុងចែកចាយគ្នាគេទៅទិញអាប្រឡងប្រហោងក្នុងយកមកដាក់នោះវាមើលទៅកពុះត្រឹមកប៉ុន្តែខាងក្នុងសិនសបកកេះទេណោះអាថោកណោះបើអញ្ចឹងទៅគេទុកចែកចាយគ្នាហើយដូច្នោះនៃរាល់រូបប្រុសស្រីគួរគិតអនិច្ចាស្លាប់ទៅជាខ្មោចអាសោចវេទនាមិនមានអ្នកឯណាកំដរទៅផងឡើយដូច្នេះហើយមានតែសិលមានតែទានជាស្ពានចម្លងជាទុកជាក្តារច្រវាចែងឆ្លងរួចនាំរំលងវាលវត្តសង្សារមហាធំធេងវែងកោះក្រោយនេះទៅបានដោយប្រពុតអញ្ចឹងព្រះអង្គតម្រាំបានត្រាស់ជាប្រពុតព្រះអង្គកើតជាសេដ្ឋីកើតជាអ្នកមានកើតជាស្ដេចទ្រព្យសម្បត្តិទាំងនោះគឺព្រះអង្គផ្ញើឲ្យចម្លងបន្តទៅដាំពូជនិងទទួលផលបានមកនេះហើយហៅថាចម្លងបុណ្យណាញោមណាបុគ្គលពួកខ្លះគេបបោលលះឲ្យទៅធ្វើបុណ្យទៅមិនកើតទេព្រោះជាប់ការងារកំពុងតែកន់ឲ្យទៅធ្វើបុណ្យទៅមិនកើតទេលុះខ្លួនស្លាប់ទៅធ្លាក់នរកជ្រៅកំពុងកូនចៅញាតិហើយលោកគេសែងយកទៅដុតកប់ចោលទៅទេមិនក៏មិនប្រកែកថារវល់ទៀតទៅគេបបោលទៅបុណ្យរវល់ចេះរវល់ចង់ដល់ថ្ងៃស្លាប់អត់រវល់លេងកុំរវល់ញោមណាប្រយ័ត្នទៅប្រាប់យមរាជថាខ្ញុំស្លាប់មិនទាន់កើតទេរវល់កុំអាស្លាប់ថ្ងៃរវល់អត់បានទេដល់ខ្លួនស្លាប់ទៅធ្លាក់នរកជ្រៅរងទុកខ្លោចផ្សាមកកើតជាប្រែតរស់អត់អាហារគ្មានទ្រព្យសម្បត្តិណាមកជួយយើងបានទេដូច្នេះហើយត្រូវតែប្រឹងប្រញាប់ធ្វើបុណ្យឲ្យឆាប់ចាប់ពីពេលនេះឯងកុំទុកថ្ងៃក្រោយត្រូវគិតឲ្យវែងថាការស្លាប់នេះឯងមិនទៀងទេណាអញ្ចឹងបើយើងស្លាប់ថ្ងៃណាមកដល់បើយើងបានចម្លងបុណ្យទុករួចហើយអត់ភ័យទេទៅកើតកន្លែងបុណ្យយើងនេះបុណ្យឆ្លងមួយហៅថាចម្លងទ្រព្យឆ្លងមួយទៀតប្រគុណម្ចាស់គេហៅថាបំពេញចេតនាទី3អ្នកធ្វើទានតលមានចេតនាទាំង3បបចេតនាមុញ្ញចេតនាអបរាបរចេតនាបបចេតនាបពេប្រទាននេះសុខមនោហោតិអ្នកឲ្យទានត្រូវញ៉ាំចិត្តត្រេកអរជ្រះថ្លាមុនពេលឲ្យមុនពេលធ្វើសាលាជ្រះថ្លាម្ដងទី2តាក់ទាំងចិត្តតាំងភាសាទេកំពុងមកធ្វើជ្រះថ្លាម្ដងទៀតឥឡូវទី3ធ្វើរួចហើយតាត់ថ្វាអធមនោហោតិកុំឲ្យស្ដាយក្រោយកុំឲ្យស្ដាយថាហេបើអញកុំតែយកលុយទៅធ្វើសាលាហ្នឹងពេញឡានបានជីបាត់ប្តីប្រពន្ធខ្លះដំបងជ្រះថ្លាជាមួយលោកជួយស្រាប់តែលោកស្គាល់ឯកឧត្តមអ្នកអញ្ញាជំទាវធំអស់ទៅថ្ងៃក្រោយមកទៅគេមិនសូវស្គាល់ណាគេអាឡ័យជាប់ទទួលភ្ញៀវអ្នកធំអញខាងលោកហ្នឹងកាលមុននៅក្រឃើញអញមកសតកម្មដងទទួលឥឡូវស្គាល់ញោមជំទាវអស់ទៅអញទៅអត់ស្ដីរកអញស្ដាយលុយអញខំកោវែកកឆ្នាំមុនគេកន្លែងអស់ហ្នឹងរាប់លានហ្នឹងបើអញទុកលុយពេញឡានបានជីបាត់ស្ដាយក្រោយអញគួរធ្វើបន់ជាមួយលោកនឹងសោះអ្នកអាស្ដាយក្រោយអញ្ចឹងគេហៅកំពុះបន់ហើយដល់កំពុះបន់ហ្នឹងមកពីអីមកពីយើងអត់បានឆ្លងបើយើងឆ្លងបំពេញចេតនាទី3ឲ្យគ្រប់ឲ្យវាគ្រប់បានបន់ពេញហើយតែកំពុះបន់អញ្ចឹងដល់តែកើតមកមានទ្រព្យសម្បត្តិអត់បានចាយវាយទេដូចប្រពន្ធម្ចាស់សួរអញ្ចឹងអ្នកខ្លះកើតមកមានទ្រព្យសម្បត្តិច្រើនហើយមិនចេះតែស្លាប់ចោលទ្រព្យអត់បានចាយនឹងហើយធ្វើបន់ខ្វះអង្គទី3អពុតកសេដ្ឋីជាសេដ្ឋីមានកូនទ្រព្យសម្បត្តិច្រើនប៉ុន្តែរីមិនហ៊ានចាយមិនហ៊ានធ្វើបន់ស្លៀកតែខោអាវចាស់បាំងថ្នោតស្លឹកថ្នោតចាស់ស្បែកជើងចាស់ហូបបាយចុងកនទឹកជ្រក់រីថាមស្រាប់តែស្លាប់ចោលទ្រព្យទៅទេទ្រព្យទៅកណ្ដាប់ដៃរត់រើសយកទៅរឹបអូសយកទៅដាក់សម្បត្តិរត់ទាំងអស់ហើយខ្លួនឯងកើតជាសេដ្ឋីអត់បានចាយទ្រព្យឥឡូវស្លាប់ចោលហើយទ្រព្យទៅលើកណ្ដាប់ដៃរត់ទៀតអាណន់ឆ្មល់ទៅសួរព្រះហ្មងព្រះអង្គហើយព្រះអង្គហើយអពតកសេដ្ឋីនឹងកើតជាសេដ្ឋីដោយសារអីហើយហេតុអីបានជាមានទ្រព្យសម្បត្តិហើយមិនបានចាយស្លាប់ចោលទ្រព្យអញ្ចឹងព្រះអង្គបានអង្គថាណន់ហើយនឹងឲ្យធ្វើបុណ្យខ្វះអង្គទី3កាលពីជាតិមុនធ្លាប់បានឲ្យគេយកបាយទៅដាក់បាតបច្ចេកពុទ្ធពនាមសក្ការៈសិក្ខីដាក់បាតប្រសងដាក់បាតបច្ចេកពុទ្ធដោយចិត្តជ្រះថ្លាអានឹងបានបនបានកើតជាមហាសេដ្ឋីមានទ្រព្យសម្បត្តិនឹងប៉ុន្តែពេលក្រោយមកទៀតគាត់ស្ដាយក្រោយគាត់ថាវាមិនគួរសោះយកបាយទៅឲ្យលោកអស់នឹងឆានដែលមកជួយស្ទុំមកជួយដកអញផងបន្ទុកបាយកម្មបកអញស៊ីវិញមានកម្លាំងធ្វើការឲ្យអញយកបាយទៅប្រគេនលោកទៅគាត់អស់ដែលមកជួយដកមកជួយស្ទុំអញផងស្ដាយក្រោយដោយសារគាត់ស្ដាយក្រោយអញ្ចឹងបានជាគាត់កើតជាមហាសេដ្ឋីអត់បានចាយទ្រព្យនឹងទេត្រូវស្លាប់ទៅវិញទៅទេញោមមើលអញ្ចឹងបានមានអ្នកខ្លះធ្វើផ្ទះធំហើយស្លាប់ពេញឡានថ្មីហើយស្លាប់ពេញម៉ូតូថ្មីហើយស្លាប់ទ្រព្យសម្បត្តិនៅមួយកណ្ដោស្លាប់អានឹងមកពីធ្វើបុណ្យខ្វះអង្គទី3ឥឡូវការបុណ្យឆ្លងនេះគឺយើងបំពេញចេតនាទី3ហ្នឹងឲ្យវាដាច់ស្រឡះកុំឲ្យជាប់ជាពាក់នៅរបស់អញដាក់ជារបស់សង្ឃដោយសេចក្តីត្រេកអរបន្ថែមទៀតណាប្រពន្ធជាអង្គម្ចាស់ឆ្លើយប៉ុណ្ណេះស្លេះប៉ុណ្ណឹងមិនដឹងជាត្រូវមិនដឹងជាខុសបើត្រូវក៏និមន្តយកចុះបើខុសក៏និមន្តលោកចេញឆ្លើយឡើងវិញស្រែកលើប្រពន្ធម្ចាស់អ្នកសួរសាធុញាតិញោមពុទ្ធបរិស័ទយើងមកក្នុងទីនេះគឺមកធ្វើបុណ្យដើម្បីចម្លងទ្រព្យទុកដាក់ឲ្យហើយស្រេចពីព្រោះ
dương nâng kịch mình phót một pi sẽ đây slap rồi một pi slap tới miền truộc để dương ban chầm lòng tục đằng ai an lúc tê ra nhom cái na chinh ngòi tiệt riêng chầm lóng slong đằng ngày bịa thả slong chầm lòng truộc slong này trong cam một vị trí bọn này trong nè ọt slong mình nó hà nội thế nè ọt ban chầm lòng truộc tục nó ta đôi mà đây tới số mà ra tình đi món vì sách chân này nè ọt ban chầm lòng truộc tục đôi chia non là sẽ thấy ai chẳng luôn trên nè miền truộc sầm bát sẽ ta slap tới từ cao trên nè sông tiền kê na nhom sông mặt đó là đẹp luôn ai đến khi mình nói thì quay ô bọc trào tiền na nhom cái này ở truộc luôn ai xong chắc sẽ thấy mùi tiền đó con chê bên ta xa thì không xong chê đó tầng priết tiền sẽ ta con slap tới cao trên skyในกรงเตียงนั้นไอ้ดอลลาร์ประกฏยังบอกบันบัชกายนั่งรูเรียบ้านพระองค์จึงออกคะแนนลงสิทธิ์ไทยพิจิตมนจีแต่ทากดคลังนั่งอะไรการจิตกายให้มาเจตีไรพิจิตตาไปใจยังลืมแต่มันนั่งกายนั่งยังเมื่อรุ่นล้ออันการจิตกายอันจิตมนสิทธิ์ไทยอะไรการจิตกายโดยสามันบ้านฝึกบอลตกอย่างเมื่อกันได้โจรสิทธิ์ไทยในกรงเรียนจิตกรีนมวยจังได้ในจีมนุษย์เมียนตรอบสัมบัติแต่แต่สลับแต่การจิตแปรบ้านมาดาวโรโกนโรมันเคยยึดโกนกรูเตียอะไรในตรอบนั้นแต่ในตรอบเซนบ้านดาวโรโกนโรตรอบสัมบัติกับโลโกนกิจเมื่อบอลเอาจังบานตาเป็นสคาสมุทรระบางแปรต้องไม่เอารวมในปรังปรุงโกนลีเรตูไซสเปดยางริทำมันเห็นใจเงี้ยดอลลาร์กรุนสลับเป็นการจิตแปรมอโรโกนตามวัดโกนอัดบานบังสโกนมาถึงบอลเอาอะไรสบังดาวเลโลจีกีปิดเป็นเพลิงกันเนาะมันเราเอาตื้อแปรเนี่ยก็จะใส่ยุ่งตัวทางเคยแต่เย็ดเกเนี่ยตัวตีกีบานลงเลยมาโฮบาฮาเวียบบัดแต่เย็ดยมกันน้ำมันดังเตยน้ำมันเคยเมายุ่งเบาคลุนกระแปวิเฮียดอลเป็นวิเลียยุ่งบางเกียงบางโมตัววิ่งตันปุ่มตันเตยยังไม่กันได้อันนั้นน้อยได้ปัดบานจุดลองตรวจตกจากบานวิสาธารุนแล้วกับปกเมย์หาปกเมย์โฮเกจ้าโฮระบองจ้าปกเมย์ครั้งนะเอากระดองปีจิบเรียงเมื่อให้ได้บานหาปกเมย์โฮเกจ้าโฮระบองจ้าบานวิสาธาทายื้อการมาเชียร์สิทธิ์ไทยเมียนรอบสมบัติปันในดาวสาบนจ้าวิจุยเกมแมนเชลเล่กิปรังโรซิงโดนแต่ยื้อได้ปัตตานีออดเมียนโดนยื้อบานตะมกรอนบานตะมกรุบานตะมแช่ยื้อเมียนเลือกเกต้องมาปีบอลจ้าบอลยื้อให้ลงกับปกรอนไหนอดตอนพื้นบอลทำไมหกแต่บอลจ้าให้ยื้อแต่บอลจ้าตั้งแต่รูปแปรหรือก็แต่การแข่งรอวิญญาณจังไปบานจองกราวอยู่กับปกหนึ่งยุโรทวานั่งจังแม่อดบานจำลองตรวจสลับเจ้าตรวจสมบัติตรวจแต่เลยไต่เกี้ยคนไหนตั้งแต่รูปแปรหรือแต่แข่งรอวิ่งปกจ้าสมจริตสาธุอปกุลประปีนะบ่อสายหมอกเนี่ยจำลองตรบหนึ่งเนี่ยจำลองตรบตุกเชียกาดักสเตปัญญาเงียบโยมถึงออกนี่เนี่ยได้หมอกขนมตีนี้ดอยไลสัตสังเตจเนี่ยจินจูนตรวบเนี่ยได้เหมือนบานฝึกบนเหมือนบานฝึกที่เราบานจูนตรวบตกตีจูนกาลประเดี๋ยวปนนั่นยัดโยมรวงในจะมวยกันเนี่ยรอทั้งไงกับปนไตมันเนี่ยจะเนี่ยจินจูนตรวบตกมันเนี่ยมันจินจูนตรวบตกก็ไม่ยันใดเรื่องนั้นเป็นเมียนตั้งปีสมัยเดิมนั่นน่ะกูเรียจะคลิปปีเนี่ยประเดี๋ยวปนประเดี๋ยวจะเนี่ยฝึกบอลฝึกเตียนปนมันจะเนี่ยฝึกบอลฝึกเตียนในเต้ประเดี๋ยวปนในหนึ่งเตี้ยจะมวยกันเนี่ยรวงในจะมวยกันเนี่ยรอไงกับปนไตมวยเกตฝึกบอลฝึกเตียนเกจำลองตรวบตกประเดี๋ยวปลมลักดังตะดักบาดประเกณฑ์ประสองปลมลักดักบาดประเกณฑ์จังหันประสองไอ้ปนในวิ่งไปประเดี๋ยวดักจังหันประเกณฑ์ประสองจับดำเธอมุกสมาเอาแต่ไปมุกสมาเธอมุกเรียงกันเยอะเอาแต่ไปมุกเรียงกันเยอะจับดำละอูเอาแต่ไปดำละอูเจเอาไปเจเปเต็กเอาไปเปเต็กด่าตบเนื้อเอาให้สลับเตอเอาให้เกาเตอจะเปรตบริโภคตุกบริโภคเชี่ยไหมแต่แกตรวจสมบัติคอมรกมาถึงออกเนี่ยยกเตอใจเย่ปลาปลัดเฟยบอลเฟยเตียนแต่มันเนี่ยไอ้เนี่ยเหยียดโยมประหยัดนะประเดี๋ยวปนนะมวยเฟยมวยมันเฟยดาราสลับเตอเนี่ยตั้งปีเนี่ยมวยเกตกาจะเตะประดาไอ้ปนเนี่ยเจปฏิปดาษาอดจินจูนตรับตกให้เจปฏิปดาษาเกณฑ์เนี่ยถวยบอลเฟยเตียนแต่การเจียปลายแต่การเจียปลายแต่รกนาช่วยแต่รกใดแต่รกใดนึงใดนะใดจะเทวดาหนึ่งไอ้ช่วยตื่ไอ้แต่รกใดจะเทวดาหนึ่งทิศใดมันใจเฟยบอลตีเอาตีโน่จอบปัดดอยเหยียดโยมสกุลเลยใส่อปกุลน่ะนุตีระเตะตรงหนึ่งเรื่องนี้การจินจูนตรอบหนึ่งมันจินจูนตรอบก็ปนไตจมกันนะชิงอตีดเหยียดโยมเจอเมาตีนี้เจริญก่อเป็นขนมสลาตาเกิดเมาขนมตีนี้ดามใบเอาไว้ได้เต้โสมารัตเนียนิมอนวิสัชนีนั่นแหละโยมเหยียดเมาแบบไปจุลอรอวันนั้นนะโด
ដោយសារគាត់យល់ធម៌អានចឹងហើយប្រគុណម្ចាស់លើករឿងមិញហ្នឹងនន្តយៈបាសកតែខ្ញុំកណ្ដាលលើកមិញហ្នឹងបែកគ្នាអញ្ចឹងហើយប្តីទៅកើតឋានសួគ៌ប្រពន្ធទៅនរកទោសសប្ថ្ងៃហ្នឹងបែកគ្នាបាត់ហើយខ្ញុំមើលក៏ដែរអញ្ចឹងយោញាតដោយសារគាត់ឃើញថាឥឡូវហ្នឹងគាត់នៅតាមបានកម្លាំងនៅមានតឱកាសធ្វើបុណ្យហ្នឹងបានគាត់នាំគ្នាមកធ្វើបុណ្យឆ្លងចម្លងបុណ្យចម្លងទ្រព្យគាត់ទុកនឹងឯងសូមនិមន្តជ្រាបសាធុអរប្រគុណណាស់ចុះបើធ្វើបុណ្យហើយយើងមិនឆ្លងតើបានឬក៏មិនបានសូមនិមន្តវិសាចនីធ្វើបុណ្យហើយមិនឆ្លងធ្វើសាលាហើយមិនឆ្លងធ្វើគាត់ហើយមិនឆ្លងក៏នៅតែប្រើបានដែរសូមជ្រាបហើយចាំបើប្រើបានដែរហេតុអ្វីចាំបាច់ធ្វើបុណ្យឆ្លងធ្វើអ្វីបញ្ញជេពុរិសោកាយរាកាយរាទេនឹងតាមទីឆានទាំងកាយរាថាបើណាធ្វើបុណ្យហើយក៏បីត្រេកអរជ្រះថ្លាគ្រូខែលើបុណ្យនោះធ្វើឲ្យរឿងបន្តែទៀតព្រោះថាបុណ្យនឹងនាំឲ្យបានសេចក្តីសុខសេចក្តីចម្រើនមកសល់មួយថ្ងៃបដិជាប្រពន្ធស្រង់ទឹកហើយចុងថ្ងៃនឹងចាំបាច់ស្រង់ទឹកអីទៀតបដិជាប្រពន្ធម្សិលមិញឆានជាណាស់ថ្ងៃនឹងមិនចាំបាច់ឆានទេអញ្ចឹងបុណ្យយើងធ្វើសាលាធ្វើគាត់ធ្វើអីរួចហើយក៏ដោយព្រមបានតែប៉ុណ្ណោះប៉ុន្តែយើងមកធ្វើបុណ្យនេះយើងក៏កើតបុណ្យបានច្រើនមុខថែមទៀតប្រពន្ធម្ចាស់សូមជ្រាបសាធុយើងបន្ថែមឲ្យបានច្រើនថែមពីលើនឹងទៀតអរប្រគុណអនុថែចង់ដឹងញាតិញោមដែលជាអធិបតីក្នុងការកសាងនៅសាលាក្នុងទីនេះជាសាធារណៈទានតែបានបុណ្យបានអានិសង្សយ៉ាងដូចម្ដេចខ្លះទៅដែរពេលដែលធ្វើបុណ្យឆ្លងរួចហើយនោះសូមវិសាចនីការដែលទីមកធ្វើបុណ្យគេបន្ថែមបុណ្យហ្នឹងទានបានបុណ្យបន្ថែមនមស្ការរតនត្រ័យបានមកបញ្ជ្រោចម្រើនព្រះបរិត្តបានមកបញ្ជ្រោចូលចាប់អ្នកផងបានមកបញ្ជ្រោស្ដាប់លោកទេសបានមកបញ្ជ្រោទៀតប្រគេនវិទ្យាបានមកបញ្ជ្រោទៀតប្រគេនទីណាបានមកបញ្ជ្រោទៀតស្ដាប់លោកវត្តតាមមោទនាបានសូមបានបញ្ជ្រោទៀតបានទៅដល់ដែលលោកតាណាផងទៀតតម្រង់ចប់កម្មវិធីមកនេះមិនដឹងខែបងបានប្រមាណជ្រោទេណាយោណាអានឹងហើយយើងបន្ថែមមួយយើងមិនឆ្លងទេវាអត់បានថែមបងទៅមកណាអញ្ចឹងបានយើងមកថែមបងប្រគុណម្ចាស់មួយទៀតញ៉ាំសាមគ្គីធម៌សាសនាពុទ្ធយើងអាចថេនៅនឹងបានតតែឧបាសកឧបាសិកាភិក្ខុសាមណេរសាមគ្គីគ្នាព្រះពុទ្ធមកឯងលោកមិនអាចផ្សព្វផ្សាយសាសនាបានលឿនតតែមានគេជួយចឹងបានព្រះអង្គទៅប្រោសប្រសេនតិកោសលប្រោសពឹងវិសាប្រោសវិសាខាប្រោសអនាថបណ្ឌកសិទ្ធិដើម្បីបានកម្លាំងអ្នកនំមកជំនួយចឹងសាសនានេះបើមានតែភិក្ខុសង្ឃញោមញាតិមិនមកក៏មិនអាចរីកចម្រើនទៅបានដែរចឹងបានដឹកនាំញោមញាតិធ្វើបុណ្យជុំគ្នានេះញ៉ាំងសាមគ្គីធម៌បើមានសាមគ្គីចឹងហើយកុំឲ្យថាយើងនឹងឯងទៅតែឯងដូចញោមម្ចាស់បុណ្យគាត់ថាគាត់អាចមានលទ្ធភាពធ្វើសាលានេះបានហើយក៏ប៉ុន្តែគាត់ចង់ឲ្យមានញាតិណានាមានដូចធ្វើបុណ្យអានធ្វើតែម្នាក់ឯងមិនហៅញាតិខ្លាចកើតឡើងសបងទ្រព្យប៉ុន្តែវាក្រញាតិក្រតកូនទៅទៀតតែបើថាអ្នកធ្វើប៉ុនខាងដើមឃោសនាទៅពីគេខ្លួនឯងអត់ចេញសោះអានឹងជាតិក្រោយសបោណាញាតិប៉ុន្តែអត់ទៅសបោលុយទេអត់ទៅសបោទ្រព្យទេអញ្ចឹងបើចេញលុយខ្លួនឯងផងហើយហៅញាតិមកអានឹងកើតឡើងមកញាតិទេសម្បទាក៏មានបរិបូរដោយញាតិហើយភោគសម្បទាបរិបូរដោយទ្រព្យសម្បត្តិមានន័យថាមានទ្រព្យផងមានញាតិផងអញ្ចឹងសាមគ្គីគ្នាបង្កើតបុណ្យជាមួយគ្នាណាញោមណាទេវធីតា25រូបជួបព្រះមោគលាននៅឯឋានសួគ៌លោកសួរថាហេតុអីបានកើតជាទេវធីតាឲ្យប្រសងទាំង25រូបហ្នឹងបាននាងនឹងថាខ្ញុំព្រះអង្គកើតនៅជាមនុស្សសាមគ្គីគ្នាណាព្រះអង្គឲ្យតែមានបុណ្យអីពួកយើងជួយគ្នាទៅរហូតបើធ្វើចង្ហាន់ប្រសងនៅនេះបានបាយម្ដុំនៅនេះបានលក់មួយក្តាប់នៅនេះបានបាយក្តាំងនៅនេះបាននំនៅនេះបានបន្លែពួកយើងតែងតែធ្វើរួមគ្នាអញ្ចឹងបានជាយើងមកកើតជាទេវធីតាទាំង25រូបដែរហើយបើសិនជាចុះមកសាសនាព្រះសិហាមេត្រីក៏មកទាំងអស់គ្នាដែរអញ្ចឹងយើងគេកើតជាមនុស្សលាន់យើងកុំជើង4កតុយមួយតែឯងអីណាយោណាចឹងបានគេថាគេបបួលកុំឲ្យខាតគេបានកុំឲ្យស្ដាយឆ្លងនេះមួយទៀតប្រគុណម្ចាស់អនុគ្រោះដល់អ្នកមិនបានចូលពីមុនមកគេចេញលុយធ្វើសាលានេះយើងកំពុងតែឈឺកំពុងតែកូវីដកំពុងតែជាប់ចាស់តាល័យសាក់ឬក៏កំពុងតែកូនឈឺឬកំពុងតែអត់លុយស្រាប់តែឥឡូវយើងមានលុយគេកសាងរួចបាត់អញមើលទៅមិនបានចូលរួមគេទេគេកសាងបាត់ហើយ
chẳng hỏi bên đen nam mình ban châu rùm bị một máu mà châu ngay nè mua ta ban rùm chừng này chỉ mà chặt sàn kê đài chẳng kê ăn được luôn đòn đen mình ban châu bị một máu nó dùng lắm bên đen mình ban châu bị một máu mà châu ngay năng máu ban mua chỉ mà chặt sàn kê đàiไอ้เมื่อกี้มันตัวที่มันแตกตัวมันมาจะมาช่วยงอให้เอาไอ้นั่นอย่างนั้นฉลองนี่เตียนเศร้าโยมมาเมียนในท่าฉลองในอ่อนลงแต่บุญกามโมแค่ปุโมแค่ตึกเท้าแค่อวิโจแค่คือการสิกระไดปัฒนาลุกลุ่นจองบานมันแจกจ่ายพโมแค่พบเบอร์มันเติมมนุษย์เทพดาเบอร์มันเทพดาโปรแปรเบอร์เติมเบอร์สัตย์เทียตาเตเอาแข้งฉลองลงบานโดยสาสัตย์เทียตอนกับเมียนสัตย์เทียมาสตักพอมาทุบอลจังบานเมียนปัญญาอาฉลองรู้อัปมาเตในอันตะเวียงฉลองวิวัฒน์ซ้ำซามหาทุ่มพิจิตรบานโดยการมันประมาทให้มวยติดวิริยะตุกมาเจเตฉลองจากสิกระไดตุกบานโดยการเจียมมวยติดตุกทับปัญญายะเปรสจเตฉลองสิกระไดมันบริสุทธิ์บริสุทธิ์บานโดยสาปัญญาปัญญาตั้งออกนี่การงานโดยการสตักทอจังบานโยมยินมาสตักทอนี่คือหมอฉลองฮะ